hand ลอย hai អ្វីបានជាអ្នកអាចបង់ប្រាក់ 3.513 លានសម្រាប់ការរុះរើផ្ទះលេខឃ្លារបស់អ្នក ពូនេះជាផែនការរបស់រដ្ឋាភិបាលខ្ញុំក៏មិនដឹងដែរ ជួនអ្នកកាន់កាប់ភូមិហើយឯកសារផ្លូវការនៃការប្រមូលហត្ថលេខាត្រូវបានបិទភ្ជាប់នៅច្រកចូលភូមិហើយភូមិទាំងមូលបានផ្សព្វផ្សាយហើយអ្នកនៅតែលាក់ខ្លួននៅក្នុងផ្ទះដ៏ក្រៀមក្រំនេះញ៉ាំបតើជួនជាអ្នកណាដែលកំពុងព្យាយាមបន្លំតែនេះមិនទាន់មកដល់នៅឡើយទេវានៅតែមានចំនួន 3.513 លានគ្មានឆ្ងល់ទេហើយអ្វីបានជាអ្នកខ្លាចសាច់យ៉ាងក្រីក្រដូចពួកយើងមករកយ៉ាងគេ ហានលីមិនមែនបងប្អូនជីដូនមួយរបស់អ្នកប្រាប់អ្នកថាអ្នកបានទៅឆ្ងាយពេកក្នុងរឿងនេះទេឪពុកម្ដាយរបស់អ្នកបានចាក់ចេញមុនប្រសិនបើពូរបស់អ្នកនិងខ្ញុំមិនបានមើលថែអ្នកទេអ្នកនឹងឃ្លានរហូតដល់ស្លាប់សំបីតែកាលពីមុនគ្មានលុយក៏មានតែពូម្នាក់មួយមាត់ឥឡូវផ្ទះដូនតាត្រូវរុះរើអស់រាប់លានចង់ញ៉ាំថ្នាំពលអត់យើងគ្រួសារហានចាស់មិនមានចោកភ្នែកស្ដូចអ្នកទេដែលនឹងធ្លាក់ចេញពេលមានលុយ នេះជាដំណើរដែលឪពុកម្ដាយខ្ញុំបន្សល់ទុកហើយអ្វីបានជាខ្ញុំញ៉ាំអាហារពលហើយពេលផ្ទះបែកគ្នាវាច្បាស់ថាអ្នកគិតថាផ្ទះចាស់រលួយគ្នាអ្នកណាចង់បានបែបនេះទេខ្ញុំគ្រាន់តែបញ្ជាក់ឲ្យច្បាស់ថាមានអ្វីកើតឡើងកាលពីពេលនោះអ្នកមិនចាំបាច់ដោះស្រាយពិន្ទុចាស់ទាំងនេះជាមួយខ្ញុំទេអ្វីដែលត្រូវគេវាកំតិចនោះគឺផ្ទះដូនតារបស់គ្រួសារហានរុះរើរាប់លានទាំងនេះវាត្រូវតែជាកម្មសិទ្ធិរបស់គ្រួសារហានទាំងមូលហើយអ្នកគឺជាបុរសវ័យក្មេងដែលមានអាយុ20របស់អ្នកស្រាប់តែកាន់លុយយ៉ាងច្រើនខ្ញុំមិនអាចចាប់វាតតែសោះតើពូគិតថាគួរធ្វើអ្វីរងចាំសំណងចុះមកផ្ដល់ឲ្យខ្ញុំនៅកាតធនាគារនិងពាក្យសម្ងាត់របស់អ្នកខ្ញុំនឹងទុកលុយនេះឲ្យអ្នកនោះជាលុយរបស់ខ្ញុំមិនត្រូវការអ្នកផ្សេងដើម្បីរក្សាវាឲ្យខ្ញុំទេតើលុយរបស់អ្នកគឺជាអ្វីខ្ញុំជាពូរបស់អ្នកដូចពាក្យថាបងប្រុសប្រៀបដូចជាឪពុករបស់អ្នកបានទៅខ្ញុំគួរតែទទួលខុសត្រូវលើកិច្ចការរបស់អ្នកសូម្បីតែពូក៏ធ្វើដើម្បីប្រយោជន៍ខ្លួនដែរយើងគួរគិតអំពីវាជាមួយគ្នាប្រសិនបើយើងមានជាមុនសម្រាប់ការចែករំលែកពរជ័យវាពិបាកក្នុងការចែករំលែកនៅពេលដែលបំណុលកំពុងលេចអ្វីបានជាខ្ញុំមិនបានលឺអ្នកនិយាយថាយើងទាំងអស់គ្នាគួរតែបណ្ដោះរួមគុំតែងតែរុះរើផ្ទះហើយនិយាយរឿងតោះពិភាក្សារឿងលុយនៅពេលក្រោយប៉ុន្តែឥឡូវនេះអ្នកមានសំណងច្រើនបែបនេះអ្នកត្រូវចាត់ទុកអ្នកចាស់ទុំក្នុងក្រុមគ្រួសារឲ្យបានអាហារល្អជាមុនសិនមែនទេសន្តាគារល្អបំផុតនៅ Pengan County Shanghaiវាជាប្រអប់ទំនើបបំផុតដែលពួកគេមានកងធំមួយតម្លៃរាប់ពាន់ខ្ញុំមិនដែលបានភ្លក់វាពេញមួយជីវិតរបស់ខ្ញុំទេមុខមិនគ្រប់គ្រាន់ទេក្តាមស្ទេកធំជាងគេស្រាក៏ត្រូវតែមានតម្លៃខ្ពស់ដែរបោកប្រាស់យើងជាមួយស្រាធម្មតាពេលល្ងាចសម្រាប់អ្នកទាំង4ចាំបាច់ទៅកន្លែងថ្លៃបែបនេះឆាប់នេះអ្នកនឹងមាន 3.513 លានវាមានអារម្មណ៍មិនល្អក្នុងការអញ្ជើញអ្នកចាស់ទុំមកអាហារពេលល្ងាចស្អែកម៉ោង 7 យប់ប្រអប់ថ្លៃបំផុតនៅ Shanghai Tower ប្រសិនបើអ្នកមិនរៀបចំខ្ញុំនឹងឲ្យអ្នកភូមិទាំងមូលឃើញបន្ទាប់ពីអ្នកហែនឡៃបានយកប្រាក់សម្រាប់ការរុះរើផ្ទះដូនតារបស់អ្នកស្គាល់សាច់ញាតិវាជាមនុស្សម្នាក់នឹងរឿងមួយក្នុងភូមិធំមែនអាចលងអ្នកបន្ទប់ឯកជននៅសាល Shinming Hall នៃ Shanghai Tower មែនទេបង្កងស្ទេកក្តាមស្រាខ្ពស់គ្មានអ្វីតិចទេប្រសិនបើអ្នកមិនអាចដោះស្រាយរឿងនេះបានល្អពេលនោះខ្ញុំនឹងធ្វើឲ្យប្រាកដថាអ្នកនឹងមិនអាចកាន់ក្បាលអ្នកនៅក្នុងភូមិបានឡើយអ្នកឯងរួមគ្នាធ្វើបាបខ្ញុំមិនមែនគ្រាន់តែលួចលុយគេបំផ្លាញទេប្រសិនបើខ្ញុំបង់ប្រាក់ឲ្យអ្នកមួយកាក់បន្ទាប់មកខ្ញុំសរសេរអក្សរកូរ៉េហាន់ឡៃខ្ញុំទើបតែឃើញយានរននឹងអ្នកផ្សេងទៀតចេញពីផ្ទះរបស់អ្នកតើពួកគេទាំងអស់គ្នាកំពុងស្វែងរកបញ្ហាជាមួយអ្នកទេគេចង់បានលុយពីខ្ញុំដើម្បីការពារការដោះបំណុលមិនសមហេតុសមផលហាន់យានរននឹងមីឡៃខិនកាន់តែមានភាពអៀនខ្មាសនៅពេលដែលឪពុករបស់អ្នកនិងគាត់បានបែកគ្នាវាគឺជាគាត់ដែលមិនចង់បានផ្ទះចាស់នេះពេលនេះគាត់បាត់លុយពេលរុះរើផ្ទះធ្វើម៉េចបានភ័យមកសុំលុយមេភូមិខ្ញុំសាមនឹងវាច្រើនឆ្នាំមកហើយខ្ញុំមានអ្វីផ្សេងទៀតដែលត្រូវធ្វើដូច្នេះខ្ញុំនឹងមិនបារម្ភអំពីវាសម្រាប់ពេលនេះតើអ្នកនឹងធ្វើអ្វីគេថាខ្ញុំយកលុយបំផ្លាញច្រើនណាស់យើងត្រូវអញ្ជើញពួកគេទៅ Shanghai Hello សម្រាប់អាហារហើយផលទេក្នុងការអញ្ជើញពួកគេមិនយល់ពីច្បាប់កូនអ្នកស្មោះពេកកន្លែងដូចជា Shanghai Tower វាមិនមែនជាចំនួនតិចសម្រាប់អាហារមួយមុខទេកូនឲ្យចូលស្ដាប់ដំបូន្មានរបស់ខ្ញុំទៅទីក្រុងហើយរកភោជនីយដ្ឋានសម្រាប់ញ៉ាំគ្រាន់តែបញ្ជូនពួកគេទៅឆ្ងាយមេភូមិមីងលីវអរគុណប៉ុន្តែខ្ញុំដឹងរឿងនេះច្បាស់ខ្ញុំចង់កក់បន្ទប់ឯកជនមួយនៅ Elf Hall សម្រាប់យប់ស្អែកលោកម្ចាស់ Elf Hall គឺជាប្រអប់កម្រិតខ្ពស់បំផុតដែលយើងមាននៅទីនេះការទិញអាប់បម៉ាគឺ80យន្តតើអ្នកប្រកាសថាចង់ធ្វើការកក់ទុកមែនទេហាន់លីតើអ្នកស្លាប់នៅណាខ្ញុំកំពុងកក់បន្ទប់ឯកជនមួយនៅតុខាងមុខនៃ Shanghai Tower ណាស់តើអ្នកឲ្យខ្ញុំច្បាស់ទេបន្ទប់ឯកជនត្រូវតែកក់ទុកនៅ Elf Hall ថ្លៃបំផុតការទិញអាប់បមាននៅ Elf Hall គឺ80យន្តវាថ្លៃណាស់ហើយអ្វីបានជាអ្នកមិនបដូរទៅប្រអប់ធម្មតាតើមានអ្វីកើតឡើងចំពោះ80យន្ត513លានភ្លាមខ្ញុំមិនអាចទ្រាំនឹងចំណាយសំបីតែ8លីចាំខ្ញុំលើមនុស្សចាស់របស់ខ្ញុំនឹងមានបង្កងនឹងក្តាមនៅយប់ស្អែកស្រាក៏ត្រូវតែគ្មានតម្លៃដែរប្រសិនបើអ្នកហ៊ានបញ្ជាទិញវាថោកជាងគ្រួសារយើងទាំងមូលនឹងទៅមាត់ទ្វារអ្នកហើយដាក់ឲ្យអ្នកមិនអាចលើកក្បាលអ្នកនៅក្នុងភូមិរសៀលថ្ងៃស្អែកខ្ញុំក៏ត្រូវតម្រៀបរបស់របរដែលឪពុកម្ដាយខ្ញុំទុកចោលបន្តិចទៀតប្រសិនបើអ្នកមកដល់ពេលក្រោយអ្នកនឹងមកនៅពេលក្រោយរងចាំរហូតដល់យើងញ៉ាំដល់ហើយបងលុយអ្នកទាំងអស់គ្នាបានរឿងវាឲ្យសัตว์អន្ត្រីស្ដាប់មិនអីទេលោកតើអ្នកណាជាអ្នកទុកមុនហាន់ជៀនរ៉ែងនាងជាពូរបស់ខ្ញុំបន្ទាប់មកអនុញ្ញាតឲ្យស្អែកម៉ោង7យប់ Shanghai Elf Hall តើអ្នកដែលបានកក់ទុកគឺ Han Jian មែនទេ
គ្រាន់តែសរសេរដូចនេះ ព្រះអាទិត្យកំពុងរះលើគូតរបស់ខ្ញុំអ្នកនៅតែលាក់ខ្លួននៅក្នុងផ្ទះរបស់ដែលខូចទាំងនេះ ដកកាតធនាគាររបស់អ្នកចេញយ៉ាងលឿនមកទីនេះទាន់ពេលគ្រាន់តែទទួលបានកាតធនាគារ ជប់និយាយឥតប្រយោជន៍ខ្ញុំសួរអ្នកតើត្រូវបង់ថ្លៃរុះរើប៉ុន្ មាន មាន តែផ្នែកមួយនៃដាវប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់មានប្រហែល500សូននៅសល់មិនទាន់កាត់ចេញនៅឡើយទេ500សូនគឺគ្រប់គ្រាន់ហើយយកកាត់ចេញយ៉ាងលឿន ប្រាប់ឪពុកខ្ញុំម្ដងទៀត ហើយ នៅ អ្វី លេខ បាន សម្ ជា ងាត់ ខ្ញុំគួរផ្ដល់ឲ្យអ្នកនៅកាត់ផ្ទះនេះត្រូវបានឪពុកម្ដាយខ្ញុំទុកឲ្យខ្ញុំវាក៏ត្រូវទុកក្នុងដៃខ្ញុំដែរអ្នកអាចនិយាយថាវាស្រាលគ្រូសាហែនបាន ការខិតខំប្រឹងប្រែងដែលខ្ញុំបានដាក់ចូលទៅក្នុងអ្នកតើអ្នកមិនគួរសងវាវិញទេបន្ទាប់ពីឪពុកម្ដាយរបស់អ្នកណានឹងធ្វើឲ្យរឿងកើតឡើងសម្រាប់អ្នកណាសុំនៅភូមិធំឡើងដោយសន្តិភាពនៅក្នុងភូមិកណ្នីនេះកណ្នីមុខនឹងប្រាក់ចំណេញវាត្រូវតែរាប់រយរាប់ពាន់ មានអ្វីមួយបានកើតឡើងអ្នកបានចំណាយសម្រាប់ការធ្វើដំណើរនោះខ្លួនឯងដឹងហើយ តើអ្នកចង់មានន័យអ្វីពេលនេះខ្ញុំមានលុយខ្ញុំអាចដោះស្រាយពិន្ទុចាស់ជាមួយមនុស្សចាស់បាន នៅពេលដែលផ្ទះក្រុមបានលេចធ្លីហើយយួនហេងដួលរលំអ្នកមិនដែលខ្វល់ពីវាទេមូលហេតុដែលខ្ញុំធំម្លេះគឺដោយសារសមាជិកចាស់របស់មេភូមិនិងពូសេនក្នុងភូមិខ្ញុំធ្លាប់ចង់ទៅផ្ទះអ្នកសម្រាប់អាហារពេលល្ងាចប៉ុន្តែអ្នកនឹងបណ្ដេញខ្ញុំចេញ ពេលនេះប្រាក់សំណងមកដល់ភ្លាមអ្នកក៏និយាយថាអ្នកមានចិត្តល្អចំពោះខ្ញុំជប់និយាយរឿងឆ្អឹងរលួយរបស់ Chen Shai មកការគោរពអ្នកចាស់ទុំជាអ្វីដែលអ្នកគួរធ្វើហើយខ្ញុំសូមសួរអ្នកជាលើកចុងក្រោយតើអ្នកចង់ប្រកល់កាតធនាគារនិងលេខសម្ងាត់របស់អ្នកទេ អ្នកមិនប្រកល់កាទេ បន្ទាប់មកគ្រួសាររបស់យើងទាំងមូលនឹងនៅទីនេះហើយមិនចាក់ចេញទេក្រុមសំណងបានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ Excavator ហ៊ានផ្លាស់ទីយើងនឹងដេកនៅខាងមុខតារាប់ណាផ្ទះមិនអាចរុះរើបានទេ3លានកុំគិតពីការយកវាទៅកុំខ្មាស់អៀនពេក នៅពេលដែលកាត់នេះត្រូវបានប្រកល់បិសាចទាំងនេះនឹងកាន់តែអាក្រក់ទៅ កាត់ថ្ងៃនេះអ្នកត្រូវតែបង់វាអ្នកត្រូវតែបង់ប្រាក់ទោះបីជាអ្នកមិនចង់ក៏ដោយអាចឆ្លងកាត់កម្រិតរបស់យើងបានទេច្រើនជាង3លានដែលអ្នកបានចាក់ចេញធ្វើដូចម្ដេចដើម្បីទទួលបានវា វាគ្មានប្រយោជន៍សម្រាប់អ្នកក្រុមចុះហត្ថលេខានឹងចូលរោងចក្រនៅថ្ងៃស្អែកតែអាចបញ្ឈប់អ្នកឈូសឆាយបានបន្លាចមនុស្សដោយគ្រឿងឈូសឆាយអនុញ្ញាតឲ្យពួកគេយកវាពីយើងប្រសិនបើពួកគេអាចធ្វើបានខ្ញុំចង់ឃើញវានរណាហ៊ានប៉ះផ្ទះដូនតាគ្រូសាហានចាស់ខ្ញុំជាកូនប្រុសច្បងនៃគ្រូសាផ្ទះនេះគួររស់រើទេវាគ្រាន់តែជាអ្វីដែលខ្ញុំនិយាយប៉ុណ្ណោះជារបស់ប៉ាខ្ញុំរួចហើយសរសេរយ៉ាងច្បាស់ជាស្ខ្មៅពាក្យនេះអំពីការបំបែកគ្រួសារខ្ញុំក៏ជីកវាចេញពី2ថ្ងៃមុនពេលខ្ញុំកំពុងសម្អាតផ្ទះនៅពេលឪពុករបស់អ្នកខ្ញុំនឹងផ្ដល់មុខឲ្យគាត់ឥឡូវនេះប៉ារបស់អ្នកបានទៅហើយអ្នកត្រូវតែស្ដាប់ខ្ញុំអំពីផ្ទះនេះទោះយ៉ាងណាក៏ដោយខ្ញុំនឹងមិនប្រកល់កាតធនាគារនិងពាក្យសម្ងាត់របស់ខ្ញុំនៅថ្ងៃនេះទេផ្ទះនេះនឹងមិនត្រូវបានវាយកំទេចចោលមួយថ្ងៃទេអ្នកនឹងមិនអាចទទួលបានប្រាក់ដែលនៅសល់របស់អ្នកក្នុងមួយថ្ងៃទេចាំមើលថាអ្នកណាអាចលើសអ្នកណានេះជាអ្វីដែលអ្នកបង្ខំខ្ញុំឲ្យធ្វើបន្តតើអ្វីជាវិធីល្អបំផុតរបៀបទទួលបានកាតធនាគារហើយអ្វីមិនអនុញ្ញាតឲ្យក្រុមប្រមូលហត្ថលេខាចូលមកពីប៉ុស្តិ៍ប៉ូលីសនៅទីនេះដើម្បីសង្គ្រោះអ្នកពីការបដិសេធករណីរបស់អ្នកណាសុំថតបិទវាឲ្យលឿនមិនហ៊ានថតរូបប៉ាជឿឬមិនជឿខ្ញុំនឹងបំបែកទូរស័ព្ទរបស់អ្នកជាដុំកុំធ្វើវាទូរស័ព្ទនេះមានភាពស្មុគស្មាញណាស់ពេលវេលាមកដល់ខ្ញុំក៏មិនអាចពន្យល់បានដែរតើអ្នកជួយអ្នកណាតើខ្ញុំអាចជួយអ្នកណាទៀតខ្ញុំខ្លាចធ្វើឲ្យរឿងកាន់តែអាក្រក់បើអ្នកមិនខ្លាចរឿងធ្ងន់ធ្ងរទេបន្ទាប់មកបន្តក្រុមចុះហត្ថលេខានឹងមកដល់ថ្ងៃស្អែកខ្ញុំនឹងប្រកល់វីដេអូនេះដោយផ្ទាល់កុំភ្លេចវាស្លាប់របស់អ្នកគឺពិបាកណាស់តើអ្នកហ៊ានយកមនុស្សចាស់ចេញពីប៉ុស្តិ៍ប៉ូលីសទេទៅរឿងកាតធនាគារមិនទាន់ចប់ទេទៅ Shanghai Tower នៅពេលចាំយកកាសែតមកប្រសិនបើអ្នកមិនអាចធ្វើវាថ្ងៃស្អែកយើងនឹងមកលេងល្បែងខ្ញុំក៏បានកត់ត្រាប្រយោគនេះដែរខ្ញុំទើបតែឃើញ Han Jianren និងអ្នកផ្សេងទៀតចេញពីផ្ទះរបស់អ្នកវិញខ្ញុំនៅទីនេះដើម្បីរំខានអ្នកម្ដងទៀតពួកគេភ្នាល់នៅលើទ្វារអ្នកចង់ឲ្យខ្ញុំប្រកល់កាតធនាគារដែលខ្ញុំបានបង់ប្រាក់ជាមួយគ្រួសារត្រូវបានបំបែកនៅឆ្នាំនោះចាស់ទ្រុឌទ្រោមនិងដាច់ស្រយាលឥឡូវខ្ញុំមានថាបាត់លុយមកគិតមើលនេះជាការឃុំខ្លួនអាហារនៅ Shanghai ឡូតើកន្លែងនោះមនុស្សពី3នាក់អាចញ៉ាំបានច្រើនតាមដែលពួកគេចង់ប៉ុន្តែពួកគេមិនអាចញ៉ាំរាប់ពាន់នាក់ក្នុងមួយយប់ហេតុអ្វីបានជាកូនយល់ស្របនឹងរឿងនេះបើមិនព្រមទេគេនឹងចោទគាត់ថាមិនសមហេតុផលហើយចាប់ដើមស្រែកពេញភូមិអ្នកពិតជាមិនអាចអនុញ្ញាតឲ្យពួកគេបញ្ជាទិញអ្វីក៏ដោយដែលពួកគេចង់បានគ្រាន់តែទៅភោជនីយដ្ឋានចៃដន្យមួយក្នុងទីក្រុងដើម្បីញ៉ាំអាហារជាអ្នកជិះថ្លៃអាហារទៅឆ្ងាយតើអ្នកមានគំនិតទេពេលនោះអ្នកនឹងដឹងហេតុអ្វីបានជាក្មេងនេះមិនភ័យស្លន់ស្លោសោះថ្ងៃនេះ Han Jianren និងអ្នកផ្សេងទៀតបានប្រយុទ្ធគ្នាអស់ជាច្រើនឆ្នាំមកហើយលើកនេះពួកគេពិតជាអាចវាយជញ្ជាំងយើងនឹងទៅ Shanghai Tower អ្នកចាំយកកាត់មកទូទាត់វិកលពេលនេះម៉ោងប៉ុន្មានហើយម៉ោង7ល្ងាចមែនទេយើងមិនអាចទៅមុនបានទេកន្លែងថ្លៃបែបនេះជាការពិតអ្នកត្រូវទៅឲ្យលឿនគ្រាន់តែមិនបំរើវាសង្គ្រោះខ្លួនអ្នកពីបញ្ហានៃការអាម៉ាស់យើងដោយការដកញ៉ាំគ្រាន់តែទៅទុកខាងមុខដើម្បីតែត្រូវមើលប្រហែលជាបណ្ដាក្រោយមកគ្រាន់តែកុំភ្លេចយកកាតធនាគាររបស់ទទួលបានវាអ្នកបញ្ជាកាន់តែច្រើនកំពុងរងចាំការដកប្រាក់អ្នកកាន់តែអាក្រក់ប៉ាមើលឡានទាំងនេះ
ដោយការរំពឹងទុកកន្លែងនេះពោពេញដោយអ្នកមានជាដងយ៉ាងសង្ឃឹមកុំឲ្យអ្នកណាឃើញថាយើងមិនធ្លាប់មកទីនេះយើងបានកក់ប្រអប់ថ្លៃបំផុតនៅទីនេះផងដែរដើម្បីមានតម្លៃថ្លៃជាងនៅពេលក្រោយយ៉ាងណាក៏ដោយ Henley មានជាងបើមិនញ៉ាំក៏មិនញ៉ាំដែរនាងបានរកលុយពីផ្ទះដូនតាដែលធ្លាក់ចុះនោះថ្ងៃនេះខ្ញុំត្រូវញ៉ាំរបស់ដែលខ្ញុំមិនធ្លាប់ញ៉ាំឃើញមុខបងប្រុសរ៉េនប្រសើរជាងនៅក្នុងប្រយោគមួយ Henley បានកក់បន្ទប់យានលេង Pavilion ដោយស្មោះត្រង់ខ្ញុំក៏បើកភ្នែកដែរមិនអីទេកុំស្រែកនៅមាត់ទ្វារប្រយ័ត្នបន្ទាប់ពីចូលកុំមើលងាយសួស្ដីតើអ្នកទាំង4មានការកក់ទុកទេមានអ្នកយានលេងទាំងឈ្មោះ Han Janren មិនអីទេសូមរងចាំបន្តិចលោកហានបានរកឃើញប៉ុន្តែការកក់ទុករបស់យានលេងថេងគឺនៅម៉ោង7នៅតែត្រូវបានផ្ទះបាយមិនបានចាប់ផ្ដើមរៀបចំអាហារទេអ្នកអាចអង្គុយនៅកន្លែងសម្រាប់មួយរយៈអ្វីដែលត្រូវអង្គុយយើងទាំងអស់គ្នានៅទីនេះបើកឥឡូវនេះគ្រាន់តែចំណាយលុយដើម្បីញ៉ាំវាអាស្រ័យលើពេលដែលអ្នកទំនេរតើអ្នកខ្លាចថាយើងមិនអាចបង់ប្រាក់បានទេនោះមិនមែនជាអ្វីដែលខ្ញុំចង់មានលើនេះប៉ុន្តែអ្នកដែលរៀបចំកងទ័ពត្រូវតែតម្លៃនៃការបើកជាមុនក៏នឹងត្រូវបានកញ្ញានៅលើកណេកញ្ចប់ផងដែរតើវាគ្រាន់តែជាបញ្ហានៃការចុះហត្ថលេខាទេគ្រាន់តែចុះហត្ថលេខានៅទីនេះសាកល្បងដោយការកិនអ្នកទាំង4សូមមកទីនេះសូមអ្នកទាំង4មើលមុខម្ហូបជាមុនសិនអាហារសមុទ្រត្រូវបានចម្អិនពីចំណុចមួយទៀតនិងឆ្ងាញ់ពិតប៉ាបង្កងនេះតម្លៃ$2,888ចម្លែកបង្កងមួយក្បាលស្មើនឹងប្រាក់ខែមួយខែសម្រាប់អ្នកសាមកសាកល្បងមួយមិនគ្រប់គ្រាន់ទេអ្នករត់តូសូមយក2មុនមួយចំហុយនិងមួយទៀតកិនជាមួយខ្ទឹម2គឺច្រើនជាង5 ម៉ាក់ហេតុអ្វីកូនពិបាកចិត្តវាមិនមែនជាលុយរបស់យើងដែលត្រូវចំណាយទៅលេងដ៏កម្រដូច្នេះហើយប្រកាសណាស់និយាយត្រូវតែញ៉ាំអាហារដែលល្អបំផុតគឺល្អបំផុតតេងឆេងនិយាយត្រូវពេលនេះឯងមកដល់ហើយកុំតូចចិត្តពេកបង្កង2នេះបើតាមការលើកឡើងរបស់អូខេបង្កងក្រហមសមុទ្រជ្រៅត្រូវការអ្វីទៀតជាការពិតណាស់តើនេះនៅឯណាប៉ាក្តាមនេះថ្លៃជាងវាតែងតែមានតម្លៃរាប់ពាន់មនុស្សដែលពូកែមានភាពហ៊ឺហានឹងកាលៈទេសៈតោះញ៉ាំថ្ងៃនេះអ្នករត់តុនាំសត្វធំជាងគេដែលមានទម្ងន់លើសពី5ផុនមកយើងតម្លៃលើសពី5គីឡូក្រាមគឺមិនថោកទេតែខ្ញុំនៅទីនេះក៏ដោយខ្ញុំនៅតែអាចញ៉ាំកូនតូចបានដូចខ្ញុំខ្សែផ្ទាល់របស់ Eastern Star Sport និង Bud Jumping King ក៏នឹងមកជាមួយនឹងផ្នែកចំនួន4ផងដែរចានសាស៊ីមីនេះមើលទៅល្អតោះសាក់លបងធំមួយថ្ងៃនេះបរោះមុខម្ហូបដែលអ្នកបានកំងពេលនេះមានជាង12 ហើយមនុស្ស4នាក់ប្រហែលជាមិនអាចបញ្ចប់អ្វីបានជាអ្នកមិនបន្ថែមទាំងនេះជាមុនតើអ្នកចង់មានន័យអ្វីប្រសិនបើវាមិនថាយើងមិនអាចបន្ថែមទេខ្ញុំខ្លាចខ្ជះខ្ជាយបើខ្ញុំបញ្ជាច្រើនអ្វីទៅជាកាកសំណល់ប្រសិនបើអ្នកមិនអាចបញ្ចប់វាបានទេយើងនឹងដកវាចេញយើងនៅតែអាចធ្វើដូចយើងនិយាយឲ្យដាក់បញ្ជាវាមិនមែនជាវេនរបស់អ្នកដែលត្រូវព្រួយបារម្ភអំពីលុយនោះទេខ្ញុំនឹងធ្វើការបញ្ជាទិញជូនអ្នករងចាំមួយផ្លេតហេតុអ្វីបានជាស្រានៅក្នុងមើលនុយរបស់អ្នកអាក្រក់មានអ្វីប្រសើរជាងនេះទេស្រាលំដាប់ខ្ពស់មាននៅបញ្ចូលខាងមុខសែងក៏នៅទីនោះដែរអ្នកអាចទៅទីនោះហើយជ្រើសរើសដោយខ្លួនឯងទុកម្ហូបនោះអង្គុយសិនតោះទៅតុខាងមុខហើយមើលហេតុអ្វីបានជាអ្នកយកថង់ត្បាញមកពេលបាយមានផ្សែងល្អនិងស្រាច្រើនណាស់ដែលត្រូវទៅទុកវាសម្រាប់ខ្លួនអ្នកហើយក៏ជាកាដូសន្សំសំចៃមុខដើម្បីជូនជាកាដូក្នុងឱកាសចូលឆ្នាំចិនអាចកាន់បានច្រើនមួយដបនេះត្រូវចំណាយអស់រាប់ពាន់អ្នករត់តោះដបខាងលើចេញហើយមើលទាំងនេះគឺជាស្រាដែលមានតម្លៃថ្លៃជាងនៅក្នុងហាងរបស់យើងមិនចង់បានរបស់ថោកទេ6ដបដំបូងខ្ញុំក៏ទទួលបានបារេលល្អបំផុតផងដែរវាទាំងអស់នៅលើកណីរបស់ Elhor ស្រា6ដបនិងបារេ10ដើមជាជំរើសរបស់អ្នកសរុបមានតម្លៃ47,000យន់ស្រា2របីដបនិងបារេ1ដើមមានតម្លៃ47,000បានធ្វើការមានការកណីតម្លៃត្រូវបានដាក់នៅក្នុងគណៈរដ្ឋមន្ត្រីគង់វាម្ដងទៀតតើមានអ្វីកើតឡើងចំពោះមនុស្ស47,000នាក់តើលុយតិចតួចនេះមានន័យយ៉ាងណាខ្ញុំគ្រាន់តែសួរដោយចៃដន្យនិយាយថាយករបស់ទាំងនោះលុយនេះគឺច្រើនជាងទាំងឪពុកឥឡូវនេះឬសួរអ្នកដែលកក់ Elhor ចុះហត្ថលេខាលើវាបងវិក័យបាត់ជាមួយគ្នាបន្ទាប់ពីញ៉ាំតែជាហត្ថលេខាទេបន្ទាប់មកសូមចុះហត្ថលេខានៅទីនេះទាំងនេះមានបញ្ហាណាស់បងប្រុស Janrenហេតុអ្វីបានជាអ្នកមិនយកពីរបីដប47,000មិនមែនជាចំនួនតិចទេHenleyកំពុងតែងឿងឆ្ងល់នាងបានបញ្ជាទិញអីវ៉ាន់នាងក៏បានសុំអាហារប្រសិនបើនាងមិនបង់ប្រាក់ឯខ្ញុំនឹងទៅអង្គុយមុខផ្ទះនាងខ្លាចបំផុតក្នុងការពន្យាពេលការបើកហត្ថលេខានេះនាងមិនហ៊ានបង់ប្រាក់ទេអ្នករត់តដាក់វាឲ្យលឿន1ដបតិចយើងនឹងមិនយល់ព្រមទេស្រា6ដបនិងបារេ10កេសត្រូវបានព្រះឲ្យហេតុអ្វីបានជាធ្ងន់ម្ល៉េះបន្ថយលបឿនកុំបំបែកដបរឿងទាំងនេះត្រូវបានកត់ត្រានៅក្នុងគណនីអាជីវកម្មយល់ហើយមិនអាចបោះវាចោលបានទេនេះហៅថាការញ៉ាំពិធីជប់លៀងទាំងនោះនៅក្នុងភូមិពីមុនគឺពិតជាមិនអាចប្រៀបផ្ទឹមបានទៅនឹងកិច្ចព្រមព្រៀងខ្ញុំកំពុងតាមអ្នកហើយព្យាយាមបញ្ចុះបញ្ចូលអ្នកតើរឿងតូចនេះមានន័យយ៉ាងណារងចាំ Henley ប្រគល់កាតធនាគាររបស់នាងហើយមកពេលណាក៏បានដែរអ្នកចង់ញ៉ាំនិយាយអំពីវានៅពេលក្រោយញ៉ាំវាឲ្យលឿនវានឹងមិនមានរសជាតិឆ្ងាញ់ទេនៅពេលវាត្រជាក់ខ្ញុំនឹងមិនភ្លេចអាហារថ្ងៃនេះទេ Lobster Emperor Chai Fo Wu Cheng ខ្ញុំមិនដែលឮឈ្មោះពីមុនមកទេបងប្អូនជីដូនមួយសូមរងចាំរហូតដល់ឪពុករបស់ខ្ញុំទទួលបានកាតធនាគាររបស់ Henley យើងនឹងមានជីវិតល្អនៅថ្ងៃអនាគត Henley តើអ្នកធ្លាប់ទៅណា
យើងញ៉ាំចិត្តចប់ហើយតែរៀបចំរបស់ខ្ញុំចប់ហើយខ្ញុំបានទៅដល់ផ្លូវធនាគាររបស់អ្នកវាហួសម៉ោង6កុំធ្វើឲ្យយើងរងចាំអ្នកនៅទីនេះយល់ហើយពេលគាត់មកសុំឲ្យគាត់មើលតារាងនេះសិនតើគាត់មិនស្ទាក់ស្ទើរក្នុងការចំណាយលុយទេខ្ញុំត្រូវតែធ្វើឲ្យគាត់មានទុកព្រួយនិងទុកព្រួយនៅថ្ងៃនេះទីបំផុតនៅទីនេះយើងបានបញ្ចប់ចានទាំងអស់កុំធ្វើវាដែរទៅទុកខាងមុខដើម្បីទូទាត់ប្រាក់រហ័សរឿងល្អបែបនេះអ្នកក៏មិនអាចប្រើវាដែរកាត់កិននេះភ្លាមយើងនៅតែត្រូវត្រឡប់ទៅភូមិវិញអ្នកបានបញ្ជាវាដោយខ្លួនឯងមិនមែនជាអ្វីដែលយើងបានបញ្ជានៅជាខ្មោចមែនទេស្រានៅលើតូអ្នកក៏បើកវាដោយខ្លួនឯងសួរថាប្រើអ្វីទោះយ៉ាងណាក៏ដោយវាជាលុយរបស់អ្នកទាំងអស់បារីនឹងស្រានៅក្នុងថអ្នកក៏ទទួលបានវាដោយខ្លួនឯងដែរតបស្រាបារី2-3ដើមឆាប់នេះអ្នកនឹងមានមនុស្សរាប់លានអ្នកតើការគោរពអ្នកចាស់ទុំខុសអ្វីប្រសិនបើអ្នកមិនបង់ប្រាក់ពេលត្រឡប់មកភូមិវិញយើងបានទៅផ្ទះគេប្រាប់ឲ្យអ្នករាល់គ្នាឃើញបន្ទាប់ពីអ្នកយកលុយចែកគ្នាហើយអ្វីបានជាអ្នកមិនស្គាល់សាច់ញាតិរបស់អ្នកកុំធ្វើឲ្យរឿងអាម៉ាស់មិនមែនគ្រាន់តែចំណាយប្រាក់ខ្លះទេនេះតាំងពីដំបូងឲ្យបានឆាប់តាមខ្ញុំសូមមួយលើកចុងក្រោយអាហារគឺជាអ្វីដែលអ្នកបានបញ្ជាអ្នកដែលបានបើកក៏យកបារីខ្ញុំមិនបានប៉ះអ្វីទេតាំងពីដើមដល់ចប់វាជាកំហុសរបស់យើងទាំងអស់ខ្ញុំយល់តើអ្នកកំពុងថតរូបអ្វីសូម្បីតែក្រោយពេលបាយក៏ខ្ញុំបានថតរូបទៅវិញរឿងច្រើនពេកខ្ញុំខ្លាចថាខ្ញុំនឹងមិនអាចដោះស្រាយទាំងនេះមួយរយៈតើមានអ្វីមិនច្បាស់លាស់អំពីតើវាមិនមែនជាកំហុសរបស់អ្នកទេអ្នករាល់គ្នាអង្គុយចុះខ្ញុំនឹងទៅពិនិត្យវានៅតុខាងមុខបានញ៉ាំប៉ុន្មាននោះជាច្រើនណាស់បងលឿនហើយគំរងចាំនៅតុខាងមុខបន្ទាប់ពីបងលុយហើយត្រឡប់មកជួយខ្ញុំយកបារីនិងស្រានេះទៅឡានសូមវាចេញវិក័យប័ណ្ណពី Elf Hall អនុញ្ញាតឲ្យខ្ញុំមើលការប្រើប្រាស់សរុបនៅក្នុងសាល Elf គឺ68,500 យួនប៉ុន្មានខ្ញុំសូមសួរឈ្មោះអ្នកណាដែលបានចុះឈ្មោះក្នុងប្រអប់នេះលោក Hanjian ឬអ្នកណាចុះហត្ថលេខាបើកប្រអប់តាំងពីព្រលឹមវាក៏ជាស្រារឿងរបស់លោក Hanjian ក្នុងតម្លៃ470 យួនឬជាបង្កាន់ដៃចុះហត្ថលេខាដោយលោក Hanjian តែឈ្មោះរបស់ខ្ញុំនៅក្នុងវិក័យប័ណ្ណនេះពីដើមដល់ចប់នៅណាប៉ុន្តែភ្ញៀវដែលនៅក្នុងបន្ទប់ឯកជនបាននិយាយថាអ្នកបានអញ្ជើញពួកគេទៅញ៉ាំអាហារពេលល្ងាចហើយសុំឲ្យអ្នកមកបើកប្រាក់បើគេប្រាប់ខ្ញុំរៀបការខ្ញុំនឹងរៀបការគេស៊ីបាយផឹកស្រាហើយយកជ្រប់ខ្ញុំមិនបានរើសបន្លែមួយខាំសាច់ញាតិបរិភោគមិនអាចចាប់មេរោងណាម្នាក់បានទេអ្នកណាដែលបញ្ជាប្រអប់នោះហើយចុះហត្ថលេខាគឺអ្នកទៅតើអ្នកអាចទូរស័ព្ទទៅ Hanjian បានទេតើអ្នកចង់មានន័យអ្វីអនុញ្ញាតឲ្យអ្នកបង់ប្រាក់អ្នកដួលនៅតុខាងមុខហើយនិយាយពីយើងឈឺខ្ញុំមិនបាននិយាយអាក្រក់អំពីអ្នកទេខ្ញុំគ្រាន់តែទូទាត់កិននេះឲ្យបានច្បាស់តើមានអ្វីដែលត្រូវកិននេះអាហារនេះដើមឡើយជាអ្វីដែលអ្នកបានយល់ព្រមឲ្យខ្ញុំជួយអ្នកបញ្ជាវ៉ាលីខ្ញុំនិយាយនៅពេលណាអ្នកអាចបញ្ជាទិញបានច្រើនតាមដែលអ្នកយកបារីនិងស្រាច្រើនតាមដែលអ្នកចង់បានអ្នកចាប់ផ្ដើមទទួលបានការមិនគិតថ្លៃជាមួយយើងហើយមែនទេអ្នកត្រូវតែសរសេរលិខិតធានាជាមុនកុំខ្មាស់អៀនលុយថ្ងៃនេះតើអ្នកអាចទទួលយកមិនថាអ្នកឲ្យខ្លាំងប៉ុណ្ណាទេឈ្មោះនៅលើវិក័យប័ណ្ណនឹងមិនផ្លាស់ប្ដូរទេខ្ញុំបានចុះឈ្មោះសម្រាប់ការបើកភោជនីយដ្ឋានដំបូងហើយខ្ញុំក៏បានចុះឈ្មោះសម្រាប់470បារីនិងភេសជ្ជៈហើយបានទទួលអ្វីខ្ញុំមិនអាចបញ្ចូលទៅក្នុងកិននេះលោកហានការចំណាយសរុបនៃសាជួងនេះគឺអ្នកបានចុះហត្ថលេខាលើការកក់ទុកជាមុនហើយអ្នកដែលរើសបារីនិងគ្រឿងស្រវឹងគឺពិតជាអ្នកមែន68,500មិនក៏មានច្រើនម្ល៉េះតើអ្នកបានធ្វើការកិននេះខុសទេអ្នកកំងម្ហូបហើយយកស្រាពេលនេះថ្លៃពេកហួសពេលហើយកុំធ្វើពុតបែបនេះអ្នកមានច្រើនជាង3លានយើងបានចំណាយច្រើនជាង60មានអ្វីខុសតើលុយរបស់ខ្ញុំតាក់ទងអ្វីជាមួយអ្នកឈប់ឆ្លោះខ្ញុំគឺឈឺឆេងឆេងអ្នកគ្រប់គ្រងនៅទីនេះតើមានអ្វីកើតឡើងនិយាយវាម្ដងមួយតើគាត់ត្រូវនិយាយអ្វីគាត់គឺជាក្មួយប្រុសរបស់ខ្ញុំអាហារនេះត្រូវបានអញ្ជើញលើមើលថាតើមានលុយទទួលយកវាទេតែព្យាបាលវាជាបញ្ហាវាងសាច់ញាតិរបស់អ្នកយើងអាចមើលវាបានតែនៅក្នុងហាងរបស់យើងតែចុះហត្ថលេខាលើវាតើអ្នកណាយកវាជិនលេងថេងតើអ្នកណាយកវាប្រជាជនជិនលេងថេងយេដេងហានជៀនរ៉ែង470 យួនyen Jilin Korean ឬ Hanjian ចុះបើខ្ញុំចុះហត្ថលេខាខ្ញុំទៅតែបានចុះហត្ថលេខាលើវាសម្រាប់ Handley ហើយខ្ញុំមិនបានញ៉ាំអ្វីទេហើយអ្វីខ្ញុំត្រូវឲ្យលុយអ្នកតើ Handley ចូលក្នុងប្រអប់នៅពេលណានៅពេលដែលពួកគេស្ទើរតែបានមិនបានអង្គុយចុះឬប្រើចង្កឹះរបស់គាត់ទេបន្ទាប់ពីសួរសំណួរមួយចំនួនខ្ញុំគាត់ចេញហូបទេវិក័យគាត់យឺត Alex យើងកំពុងរងចាំគាត់ដោយក្រពះឃ្លានយាមទ្វារមុនពេលកាន់នេះត្រូវបានទូទាត់គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចាក់ចេញទេមនុស្សគ្រប់គ្នាបានញ៉ាំអាហារនេះ68,000មនុស្ស4នាក់ស្មើគ្នាម្នាក់យក17,000ហើយអ្វីបានជាមនុស្ស4នាក់លោកខ្លួនជាប្រពន្ធរបស់អ្នកតើលុយរបស់ខ្ញុំគ្រាន់តែជាលុយរបស់គ្រួសារប៉ាហោប៉ាស្ដាតើវាគួរឲ្យចាប់អារម្មណ៍ទេតើខ្ញុំអាចមាន17,000នៅក្នុងដៃរបស់ខ្ញុំដោយរបៀបតែជាង2 បើគ្មានលុយអាចទៅណាបានមិនមែនអ្នកបាននិយាយទេតើ Harry ប្រកាសជាបងវិក័យបាត់អ្នកក៏បាននិយាយថាអ្នកនឹងរងចាំរហូតដល់អ្នកទទួលបានការខ្ញុំនិយាយមួយម៉ាត់អ្នកនឹងស្លាប់ភ្លាមតើខួរក្បាលរបស់អ្នកណែណាបងប្អូនភាពយន្តខ្ញុំទៅតែមកញ៉ាំអាហារជាមួយបងខ្ញុំមិនបានកក់ Yinling Pavilion ទេខ្ញុំនឹងយក3ទៅ500ដើម្បីរាប់ចំណែកនៃបេះដូងរបស់អ្នក3ទៅ500ខ្ញុំទៅតែរាប់អ្នកសម្រាប់បានបរិភោគពីចំណែកយកប្រាក់បង្កលើប្រាក់ខ្ញុំពី3ទៅ500មកដេកពេញញ៉ាំច្រើនសូម្បីតែជើងដ៏ធំបំផុតនៅក្នុង Imperial Country ក៏ត្រូវបានគាត់យកទៅជួបមនុស្សម្ដង
ឥឡូវនេះអនុញ្ញាតឲ្យអ្នកចាប់ផ្ដើមធ្វើពុតជាអ្នកខាងក្រៅតើអ្នកអាចរកលុយពីការឈ្លោះប្រកែកគ្នាបានទេតើអ្នកអាចរើសលុយបានទេខ្ញុំជឿក្រពះទៅបង្គន់មុនទៅយកវាមកវិញឲ្យលឿនគិតពីការលាក់ខ្លួនបងស្រីសុំរងចាំបន្តិចខ្ញុំទៅបង្គន់មិននៅខាងក្រៅទ្វារទេខ្ញុំរកមិនឃើញនៅខាងក្រៅទេតើអ្នកខ្វល់ទេមនុស្សអាចចេញទៅក្រៅបានទាំងអស់នេះជារបស់យើងផ្ទាល់នេះជាអ្វីដែល Henley កប់សម្រាប់ពួកយើងហេតុអ្វីបានជាអ្នកកាន់វាមកវិញហេតុអ្វីបានជាអ្នករត់ចេញជាមួយកាបូបខ្ញុំមិនបានរត់ទេខ្ញុំគ្រាន់តែចេញទៅលួចអ៊ូស្មានហេតុអ្វីបានជាអ្នកលួចបារីនិងគ្រឿងស្រវឹងឡើងលើអាកាសបើវានៅតែបង្កបញ្ហាទៀតខ្ញុំនឹងទូរស័ព្ទទៅអ្នកគ្រប់គ្រងដូចរបស់អ្នកនៅតែចង់ប្លន់ភ្ញៀវរបស់ពួកគេបើកាបូបជីមុនតោះពិនិត្យមើលរឿងខ្ញុំខ្លាចគាត់បានបាត់បង់វានៅក្នុងប្រអប់អ្នកគ្រប់គ្រងតើនេះមិនមែនជាចានដាក់ក្នុងប្រអប់ទេតែចានមួយណាដែលអ្នកបានទិញមិនមែនជាចានតូចពីទេវាមើលទៅល្អសម្រាប់ខ្ញុំដូច្នេះខ្ញុំបានយកវាមកវិញហើយបែបនេះនៅខ្វះរឿងតូចតាចនេះទេទំហំរបស់វត្ថុមិនសំខាន់ទេថតដោយគ្មានការអនុញ្ញាតនោះគឺជាការលួចហេតុអ្វីអ្នកនិយាយមិនសប្បាយចិត្តខ្ញុំមិនបានន័យថាខ្ញុំមិនបានឲ្យលុយទេបន្ទាប់មកអ្នកបង់ប្រាក់ឥឡូវនេះមិនអីទេឈប់ប្រកែកទៀតប្រញាប់រកវិធីរកលុយអ្នកគ្រប់គ្រងឈើនៅតែរងចាំនៅទីនេះបន្ទាប់មក 17,000 នាក់ក្នុងមនុស្សនរណាម្នាក់អាចយកទៅខ្ញុំមិនអាចយកវាចេញបានទេលុយនៅក្នុងកាតរបស់ខ្ញុំគឺទុកសម្រាប់សង់ផ្ទះរបស់អ្នកសាងសង់យឺតពេល1ឆ្នាំហើយអ្នកមិនអាចបញ្ចប់នៅវាបានទេនរណាម្នាក់អាចចាក់ចេញបានជាអ្នកគ្រាន់តែសម្លឹងមិនបានលាក់ស្រាពី10ដោយខ្លួនឯងទេវាស្ថិតនៅក្នុងកាបូបនោះធ្វើដូចជាផ្ដាច់មុខតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីនេះនៅក្នុងខ្ញុំបានឃើញវាដោយស្រាពី10ចង់វានៅពីក្រោយអ្នកបានសុំមិនឲ្យប្រាប់ពួកគេចំយកវាទៅផ្ទះជាអ្នកនៅតែលាក់ស្រាខ្ញុំជាមេគ្រូសាមានអ្វីកើតឡើងនៅតែជាលេងគ្រូសាអ្នកលាក់លុយប៉ុន្មាននៅពីក្រោយត្រូវតែបញ្យល់ខ្ញុំឲ្យច្បាស់ពេលនោះម្ដាយខ្ញុំក៏មិនអាចធ្វើជាកម្មសិទ្ធិរបស់នេះជាច្រើនដែលនាងបានចង់យករបស់ដែលឪពុកម្ដាយខ្ញុំជូនមកវិញជាអំណោយហានដាពេងខ្ញុំជាម្ដាយរបស់អ្នកជួយអ្នកខាងក្រៅរើសចំណុចរបស់ខ្ញុំអ្នកណាសុំឲ្យយកចានឥឡូវបងប្អូនជួបបញ្ហាទាំងអស់គ្នានិយាយត្រូវជាងពាក់កណ្ដាលនៃបារីទាំង10នេះវាគឺជាម្ដាយរបស់អ្នកដែលបានកាន់នាងនៅក្នុងដៃរបស់នាងធ្វើតាមអ្នកខ្ញុំមានអាយុ3ឆ្នាំអ្នកបរិភោគអាហារនិងអាហាររបស់យើងមិនហ៊ានប្រើខ្ញុំពេលនេះកុំធ្វើវាម៉ាក់ឈប់សិនបញ្ឈប់វាទាំងអស់ខ្ញុំសុំទោសស៊ូស្តេប៉ុសប៉ូលីសនរណាម្នាក់នៅក្នុងអគារ Shanghai បានបដិសេធនឹងបងប្រាក់ខ្ញុំក៏យកចានពីហាងដែរវីកំតិចអ្វីជាច្រើនស្ងាត់ហើយនិយាយម្ដងមួយខ្ញុំសូមនិយាយវាជាមុនរឿងនេះសុទ្ធតែជាអន្ទាក់បង្កើតឡើងដោយគាត់តាំងពីដើមដល់ចប់គាត់ដាក់អន្ទាក់ដោយរបៀបណាគាត់យកជាង3លានពួកគេចង់អញ្ជើញយើងទៅ Shanghai លើសម្រាប់ទីបំផុតបានបដិសេធនេះមិនមែនជាការបោកប្រាស់យើងទាំងអស់គ្នាជាមនុស្សចាស់មិនដែលឃើញអីខ្លាំងម្លេះបើគាត់មិនបាននិយាយថាគាត់នឹងព្យាបាលយើងតើយើងរងចាំលេងនោះជាអ្វីតោះប្រញាប់ឡើងដោយចិត្តណាកំពុងរងចាំពួកយើងដើម្បីបោកប្រាស់គាត់បានគិតអំពីវារួចតែរឿងកានីទាំងអស់មកពួកយើងខ្ញុំក៏ត្រូវគេហៅដែរខ្ញុំគ្រាន់តែចង់ញ៉ាំអាហារអ្នកណាដឹងថាវានឹងកើតឡើងបែបនេះឈប់ធ្វើពុតបានបញ្ជាទិញនៅពេលនោះក៏មិនមានការគោរពច្រើនដែរអ្នកអាចពិភាក្សាបញ្ហាផ្ទាល់ខ្លួនរបស់អ្នកនៅពេលក្រោយអ្នកនៅតែមានសរសៃប្រសាទដែលត្រូវមកអ្នកទាំងអស់គ្នាបាននិយាយថាវាជាអន្ទាក់ដែលដាក់ដោយខ្ញុំត្រូវមកស្ដាប់អ្នកនិយាយវាដោយមន្តសការរបស់អ្នកតើអ្នកយល់ព្រមទេអញ្ជើញយើងទៅ Shanghai Tower អ្នកមិនដឹងថាហេតុអ្វីបានជាខ្ញុំយល់ព្រមមិនថាហេតុអ្វីទេអ្នកគ្រាន់តែយល់ព្រមHenleyតើអ្នកមានអ្វីត្រូវពន្យល់ពីស្ថានភាពនេះទេផ្ដល់ឲ្យខ្ញុំនៅកាតធនាគារនិងលេខសម្ងាត់របស់អ្នកនោះខ្ញុំនឹងរក្សាទុកត្រូវតែបញ្ជាទិញយិនលេងហលបង្កង Imperial County និងស្រាដែលមានតម្លៃថ្លៃជាងគេបំផុតបើមិនហ៊ានអញ្ជើញទេយើងនឹងបិទផ្ទះដូនតានិងរារាំងក្រុមសំណងមិនឲ្យចូលអ្នកមកជាមួយកាតរបស់អ្នកនៅម៉ោង7ដើម្បីទូទាត់វាកុយបាត់ហើយអ្នកនឹងមិនបាត់បង់មួយកាក់ទេខ្ញុំបានស្នើសុំវាតាមគំនិតផ្ទួយផ្ដើមរបស់ខ្ញុំប៉ុន្តែពួកគេបានបិទទ្វាររបស់ខ្ញុំហើយបង្ខំខ្ញុំឲ្យបញ្ជាទិញអ្នកគ្រាន់តែចាក់វីដេអូដែលមានប្រយោជន៍សម្រាប់អ្នកអាចត្រូវបានយកឡើងតើអ្នកណាដឹងពីអ្វីដែលអ្នកបានធ្វើនៅខាងក្នុងវីដេអូនៃក្រុមលេងល្បែងរបស់អ្នកក៏មានដែរចង់សាកមើលទាំងអស់គ្នាកុំបំភ័យមនុស្សជាមួយនេះទោះបីវាជាអំណោយពីយើងក៏ដោយអ្នកក៏យល់ព្រមដែរចាប់តាំងពីអ្នកយល់ព្រមអ្នកគួរតែបង់ប្រាក់ខ្ញុំបានយល់ព្រមកក់ប្រអប់មួយខ្ញុំមិនយល់ព្រមឲ្យអ្នកយកបារីចំនួន47 សូនដើមនឹងស្រាបានប្រាប់សម្រាប់ហើយជាអ្នកបានខົບខិតជាមួយពួកគេរួចហើយអាគារ Shanghai របស់យើងមិនមានចំណាប់អារម្មណ៍ក្នុងការខົບខិតជាមួយនរណាម្នាក់បើមិនដូច្នេះទេហេតុអ្វីបានជាគាត់ដោយសារតែទីទីទាំងសងខាងមិនទទួលស្គាល់បន្ទាប់មកមើលការត្រួតពិនិត្យនិងបញ្ជារបស់សន្តាគារវាប្រហែលម៉ោង4រសៀលនៅទីនេះពួកគេបានផ្ដល់ឈ្មោះអ្នកដែលបានកក់ទុកស្នើឲ្យបើកប្រអប់កាសែតអ្នកណាចុះហត្ថលេខានេះគ្មាននរណាម្នាក់បង្ខំអ្នកទេប៉ុន្តែខ្ញុំបានចុះហត្ថលេខាលើវាសម្រាប់ Henley ខ្ញុំកំពុងសាងសង់ផ្ទះអ្វីបានជាខ្ញុំសូមឲ្យអ្នកចុះហត្ថលេខាឲ្យខ្ញុំ
អ្វីដែលអ្នកបាននិយាយគឺចង់ឲ្យខ្ញុំមកបងប្រាក់អ្នកមិនបានសុំឲ្យខ្ញុំយកអិនទៀនសម្រាប់អ្នកទេ និងបារីស៊ីសសរុបចំនួន47 យន្តខ្ញុំបានដកស្រង់ជាពិសេសតម្លៃនៅពេលនោះខ្ញុំក៏បាននិយាយដែរថាអ្នកត្រូវបងដោយអ្នកជានឹងបានជ្រើសរើសចុះហត្ថលេខាលើកណីខ្លួនឯងយើងបានគិតថា Henley ច្បាស់ជានឹងបងប្រាក់តើសន្តាគារបាននិយាយថា Henley នឹងបងប្រាក់ទេតើ Henley នៅទីនេះដើម្បីឲ្យអ្នកយកវាទេទាំងពួកគេក៏បានកុំងម្ហូបខ្លួនឯងផងដែរខ្ញុំបានប្រមានមនុស្ស4នាក់ថាពួកគេមិនអាចថាបើអ្នកមិនអាចញ៉ាំបានទេចូលខ្ចប់វាទៅហើយប្រាប់ខ្ញុំថាកុំនិយាយច្រើនពេកពេល Henley ចូលមកម្ហូបចិត្តអស់ហើយនាងបាននៅក្នុងវ៉ាលីត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះមិនបានធ្វើក៏មិនបានប្រើចង្កេះដែរបន្ទាប់ពីសួរថាអ្នកណាកុំងម្ហូបហើយអ្នកណាយកបារីទៅខាងមុខដើម្បីមើលវិក័យបាត់គាត់មិនបានបរិភោគអាហារនោះទេវ៉ាលីតែងតែត្រូវបានបញ្ជាដោយគាត់ថ្លៃចូលរួម21,150គាត់គួរតែចេញមកទោះមានរឿងអ្វីក៏ដោយតើអ្នកណាមានឈ្មោះនៅលើការកក់ទុកតើអ្នកណាចុះហត្ថលេខាសម្រាប់ការបាត់តើអ្នកណាជាអ្នកបញ្ជា4អ្នកក្នុងចំណោមពួកគេទាំង4ចុះតើអ្នកធ្វើអ្វីជាមួយ Henley ដើម្បីប្រាក់អាហារនេះនាងគឺជាក្មេងជំទង់នាងបាននិយាយថាព្យាបាលទោះបីជាមានការព្រមព្រៀងគ្នាដោយពាក្យសម្ដីរវាងសាច់ញាតិក៏ដោយអ្នកក៏មិនអាចប្រងើយកន្តើយនឹងតម្លៃដែរអ្នកណាជាសញ្ញានោះទេនៅទីបំផុតអ្វីត្រូវបន្ទោសអ្នកដទៃឥឡូវនេះអ្វីគឺច្បាស់ហើយ Henley មិនបានកុំងអាហារឬយកបារីបានញ៉ាំរបស់ទេការប្រើប្រាស់នេះមិនពាក់ព័ន្ធនឹងនាងទេកាន់នេះរវាងអ្នកនិង Sheng Hello ពិភាក្សាគ្នាអំពីវិធីដោះស្រាយវាតើយើងគួរយកបារីនិងគ្រឿងស្រវឹងមកវិញឬអ្នកមិនចាំបាច់ចំណាយច្រើនទេទេសដែលបានបើកមិនអាចយកមកវិញបានទេបារី2 3ដាំចេញពីវិចក៏បានបំបែករបស់ក្នុងប្រអប់នោះដែរថ្នាំជក់និងគ្រឿងស្រវឹង51500កែវស្រានិងសម្ភារៈផ្សេងសរុប7សម្ភារដែលដកហូតបានត្រូវបានរកឃើញអ្វីប្រៀបធៀបនឹងយើងទេ7500ច្រើនជាង70តើយើងអាចទទួលបានច្រើនទេប៉ាតាកូននៅមានកាត់ប៉ុន្មានលុយអាចដោះស្រាយយប់នេះរបស់បានមកវិញហើយភីគីទាំងសងខាងអាចសម្រុះសម្រួលបាននៅទីនេះបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងបាន Sheng Hello ក៏អាចប្តឹងដែរគុំធ្វើពុតជាស្លាប់អ្នករាល់គ្នាអាចញ៉ាំអាហារនេះបាន7500អ្នករាល់គ្នាលោភលន់ខ្ញុំនៅតែមាន3 នៅក្នុងកនី WeChat របស់ខ្ញុំដែលត្រូវបានបំរុងទុកសម្រាប់ការទិញគ្រាប់ពូជនិងជីខ្ញុំនៅតែគិតអំពីជីគ្រាប់ពូជយកវាចេញពូទី3ចុះអ្នកវិញខ្ញុំពិតជាមិនមានលុយច្រើនទេឥតនឹងស៊ីម៉ងសម្រាប់សាងសង់ផ្ទះខ្ញុំពិតជាបានបងប្រាក់កក់ចំនួន20យន្តហើយទៅចៅហ្វាយឥឡូវនេះខ្ញុំមិនចង់បានអ្វីទៀតទេលុយមកវិញខ្ញុំមិនចង់បានអ្វីទៀតទេពួកគេត្រូវដកប្រាក់ការកាត់គឺប្រសើរជាងគ្មានលុយតតែសោះអ្នកសម្រេចចិត្តដោយខ្លួនអ្នក Sheng Hello សុខចិត្តផ្ដល់ឲ្យអ្នករហូតដល់ថ្ងៃត្រង់ថ្ងៃស្អែកប្រាក់បានទូទាត់ទុកឲ្យភីគីទាំងពីរនិយាយរឿងចេញគ្មានអ្វីកើតឡើងទេប្រសិនបើវានៅតែអូសតើមនុស្សដោះស្រាយវាដោយរបៀបណាវាជាសិទ្ធិរបស់អ្នកដទៃនៅមុនថ្ងៃត្រង់ថ្ងៃស្អែក7501សេនមិនអាចតិចជាងនេះទេយល់ហើយមិនមែនលុយទេវាមិនដូចជាយើងមិនអាចទិញវាបានទេលីវចាស់តើអ្នកមិនចង់ទិញជ្រូកទេមកមើលកន្លែងខ្ញុំកូនជ្រូកមិនទាន់ធំពេញវ័យទេវាខាតច្រើនពេកក្នុងការលក់ឥឡូវនេះកុំបារម្ភថាតើអ្នកបាត់លុយឬអត់គ្រាន់តែប្រាប់ខ្ញុំថាតើអ្នកអាចផ្ដល់ឲ្យខ្ញុំប៉ុណ្ណានេះរហូតដល់15000ខ្ញុំបានចិញ្ចឹមវាជាងកន្លះឆ្នាំច្រើនជាងនេះតែម្នាក់ឯងប្រសិនបើអ្នកមិនប្រញាប់ទុករយៈពេល2ខែទៀតប្រសិនបើអ្នកមិនលក់ថ្ងៃនេះខ្ញុំអាចផ្ដល់តម្លៃនេះតែប៉ុណ្ណោះ15000គឺតិចពេក18000មួយចំណុចទៀតខ្ញុំមិនចង់បានទេបើមិនលក់ទេខ្ញុំនឹងចាក់ចេញ15000គឺ15000ផ្ទេរប្រាក់ឥឡូវនេះហើយយកវាទៅភ្លាមឆ្កេញញីបើលក់បែបនេះពិតជាខាតលុយច្រើនតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំលក់វាយកលុយមកឲ្យខ្ញុំហើយប្រគល់ឲ្យ Sheng Hello ប៉ាខ្ញុំក៏បានផ្ទេរប្រាក់3000ទៅអ្នកដែរការផ្ទេរនឹងស៊ីម៉ងបាន10ថៅកែ 15.0 មកវិញ 14.0 15000 បូក 3000 បូក 14000មានតែ32000ប៉ុណ្ណោះនោះនៅតែ38500ខ្លី50000យន្តរបស់អ្នកតើអ្នកមានគម្រោងលាក់វារយៈពេលប៉ុន្មានតើ50000យន្តប៉ុន្មានតើខ្ញុំអាចមាន50យ៉ាងដូចម្ដេចនៅតែធ្វើពុតកាលពីឆ្នាំមុនបងប្អូនជីដូនមួយរបស់អ្នកបានមកខ្ញុំបានសន្សំប្រាក់50យន្តសម្រាប់ប្រាក់សោធននិវត្តន៍របស់ខ្ញុំមិនលួចស្ដាប់ទេមកដល់សប្តាហ៍ថ្ងៃនេះវាមិនមែនជាអ្នកដែលបានលាក់លុយច្រើននៅពីក្រោយខ្ញុំនោះទេខ្ញុំបានចំណាយពេលជាច្រើនឆ្នាំជាមួយអ្នកតើអ្នកមិនអាចសន្សំប្រាក់ខ្លះសម្រាប់លំនៅឋានបានទេជ្រូកទាំងអស់នៅផ្ទះត្រូវបានលក់ខ្ញុំក៏បានចំណាយប្រាក់ភាគច្រើនលើការទិញសម្ភារៈសម្រាប់សង់ផ្ទះ30ខ្នងក៏បានប្រកួតជួយវិញដែរបានជាអ្នកគូបន្ទុកខ្ញុំដាផេងបានកុំងម្ហូបនោះអ្នកបានចុះហត្ថលេខាឲ្យវាហើយអ្នកបានទទួលស្រាម៉ាក់យើងក៏នៅទីនោះដែរស្រា10និងស្រា5 តើអ្នកមិនមែនជាអ្នកបើកមាត់លេបថ្នាំទេហានដាពេងខ្ញុំជាម្ដាយរបស់អ្នកហើយអ្នកកំពុងជួយឪពុកអ្នកបង្ខំខ្ញុំឥឡូវនេះ
ខ្ញុំមិនបង្ខំអ្នកទេប៉ុន្តែប្រសិនបើយើងមិនរៃអង្គាសប្រាក់ទេតើ Shanghai Tower អាចអនុញ្ញាតឲ្យយើងទៅបានទេចំណាយលុយទាំងអស់ដើម្បីសាងសង់ផ្ទះយើងចំណាយសម្រាប់វាហើយមិនទទួលបានវាទេមែនទេអ្នកទាំងអស់គ្នាសម្លឹងមកខ្ញុំយក50,000យន្តនេះចេញពេលខ្ញុំចាស់ទៅខ្ញុំនឹងទទួលខ្យល់បក់ពីទិសពីយប់អ្នកមិនយកវាលើនេះទេខ្ញុំនឹងដោះស្រាយកានេះសម្រាប់អ្នកនៅថ្ងៃនេះខ្ញុំមិនអាចរស់នៅក្នុងផ្ទះនេះបានទេនរណាម្នាក់រៀបចំលុយដែលបាត់ជាមុនសិនវាមិនមែន50 សូនគ្រាប់ខ្វាន់ទេនៅសល់ជាង10សូនទៀតតើអ្វីដែលគ្រប់គ្រាន់សម្រាប់ជាង10,000តើអ្នកចង់ធ្វើអ្វីឲ្យខ្ញុំលក់ផ្ទះរក្សាប្រាក់សោធននិវត្តន៍របស់អ្នកសម្រាប់អ្នកគឺ50សូនបន្ទាប់ពីប្រាក់ត្រូវបានដកតើមានអ្វីកើតឡើងចំពោះមកសារខ្ញុំជប់និយាយមិនសមហេតុសំផលឲ្យផ្ទេទៅឲ្យលឿននោះជាសិទ្ធិប្រាក់សោធននិវត្តន៍របស់ខ្ញុំទើបតែបាត់7,500ទាំងអស់ត្រូវបានទទួលរឿងនេះ Shanghai Low បានយល់ព្រមឈប់នៅទីនេះតើអ្នកនឹងបញ្ជាទិញអាហារពេលល្ងាចប៉ុន្មានដងដំបូងមើលថាតើអ្នកមានលុយប៉ុន្មានក្នុងហោប៉ៅរបស់អ្នកកុំគិតថាទុកឲ្យអ្នកដទៃសម្អាតភាពប្រញ៉ៃញ៉ៃអ្នកពេញចិត្តយើងលក់ជ្រូកអ្នកដែលបងប្រាក់សោធននិវត្តន៍បងប្រាក់សោធននិវត្តន៍ទាំងនេះសំណាងអាក្រក់ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទេអ្នកបញ្ជាអាហារដោយខ្លួនឯងអ្នកក៏យកស្រានិងបារីមកខ្លួនឯងតើវាមានប្រយោជន៍ទេក្នុងការស្ដីបន្ទោសខ្ញុំឥឡូវនេះមានការសង្ស័យអ្នកបានយកច្រើនជាង3លានមនុស្សខ្លះច្រណែននឹងអ្នកណាច្រណែនអ្នកនោះធ្វើដោយខ្លួនឯងគ្មាននរណាម្នាក់អាចសម្រេចចិត្តសម្រាប់ខ្ញុំអំពីប្រាក់របស់ខ្ញុំទេជាងរាប់ម៉ឺនអ្នកកុំយំវាពេញទៅដោយមនុស្សហេតុអ្វីបានជាខ្ញុំមិនអាចយំវាជាទំនួលខុសត្រូវរបស់ឪពុកអ្នកគ្រប់គ្រាន់ហើយបងប្រុស Kento ឥឡូវនេះប្រាក់ត្រូវបានបងតោះត្រឡប់ទៅវិញរឿងនេះមិនទាន់ចប់ទេគាត់មិនពឹងផ្អែកលើវីដេអូទេតើពាក្យលុយធ្វើឲ្យយើងខ្មាស់គេទេពេលនោះខ្ញុំនឹងប្រាប់អ្នកភូមិទាំងមូលតើគាត់ជាអ្វីតើអ្នកនឹងធ្វើអ្វីទៅច្រកចូលភូមិនៅព្រឹកស្អែកមិនអាចយកលុយមកវិញបានទេខ្ញុំក៏ចង់ធ្វើឲ្យ Henlai មិនអាចនៅក្នុងភូមិបានដែរបងប្រុស Kento តើអ្នកកំពុងព្យាយាមធ្វើអ្វីនៅពេលព្រឹកបេះដូងត្រូវបានបំបែកចេញពីពោះរស់នៅយូរបែបនេះជាលទ្ធផលខ្ញុំត្រូវបានក្មួយប្រុសរបស់ខ្ញុំបោកប្រាស់តើមានអ្វីកើតឡើងចំពោះអ្នកម្ដងទៀតនាងបានយកច្រើនជាង3លានគាត់បាននិយាយថាគាត់នឹងអញ្ជើញយើងទៅញ៉ាំអាហារនៅ Shanghai របស់យើងមានការគោរពបូជាទើបតែទៅអ្នកណាដឹងបន្ទាប់ពីញ៉ាំនាងបានឈប់នៅតុខាងមុខបាននិយាយថាវាមិនមានអ្វីតាក់ទងនឹងនាងទេនាងមិនបានអញ្ជើញទេហេតុអ្វីមិនសំខាន់ទៀតមនុស្សមានការគិតតាក់ឈ្មោះរបស់ខ្ញុំនៅលើប្រអប់ពេលផឹកស្រាលួងលោមខ្ញុំឲ្យចុះហត្ថលេខាម្ដងទៀតក្រេឌីតត្រូវបានដាក់លើខ្ញុំច្រើនជាង70សូនយើងបានលក់សិទ្ធិជ្រូករបស់យើងទើបតែប្រមូលលុយមើលចុះ70 500មិនមែន1សេនទេគេបង្ខំខ្ញុំឲ្យបង់លុយសោធនរបស់ខ្ញុំទាំងអស់តើមានអ្វីកើតឡើងចំពោះស្នាមនោះលើមុខរបស់អ្នកតើមានអ្វីទៀតដែលអាចកើតឡើងសន្តិសុខនៅអគារ Shanghai បានរារាំងខ្ញុំមិនឲ្យចាក់ចេញហើយរុញច្រានជុំវិញលុយជាឧក្រិដ្ឋកម្មដូច្នេះសន្តិសុខអាចវាយអ្នកណាពេលអ្នកមានហើយមានអំណាចតើអ្នកស្រុកយើងទៅរកហេតុផលជាមួយគេឯណាជាធម្មតា Henlai មើលទៅស្មោះត្រង់ណាស់ខ្ញុំមិនរំពឹងថានឹងមានការព្រួយបារម្ភច្រើនមនុស្សផ្លាស់ប្ដូរនៅពេលដែលពួកគេមានលុយនៅពេលដែលយើងធ្លាប់ញ៉ាំបាយបេជាប្រព្រឹត្តចំពោះអ្នកគ្រប់គ្នាដែលអ្នកជួបដោយអាកប្បកិរិយាមានរាប់លានដុល្លារហើយដល់ពេលនោះសំបីពូក៏មិនស្គាល់គាត់ដែរអ្នកមិនអាចនិយាយបែបនោះទេ70សូនយន្តសម្រាប់អាហារមួយតើអ្នកណាអាចមានលទ្ធភាពទិញវាយើងមិនបាននិយាយថាយើងនឹងញ៉ាំ70សូនយន្តទេអ្នកនិយាយគ្រាន់តែបញ្ជាទិញអ្វីដែលអ្នកចង់ញ៉ាំនៅទីបំផុតនាងស្រាប់តែបដិសេធមិនព្រមទទួលយកវាអ្នកអាចបញ្ជាទិញអ្វីក៏បានដែលអ្នកចង់ញ៉ាំប្រាកដណាស់គឺ Henlai ដែលបាននិយាយតើអ្នកហ៊ាននិយាយម្ដងទៀតនៅចំពោះមុខ Henlai ទេតើមានអ្វីដែលត្រូវខ្លាចខ្ញុំគ្រាន់តែធ្វើការប្រជុំភូមិទុកឲ្យ Henlai ធ្វើនៅមុខភូមិទាំងមូលពន្យល់អាហារនេះឲ្យបានច្បាស់លាស់តើអ្នកប្រកាសថាចង់បើកវាទេនៅតែមិនហ៊ានមកគ្រាន់តែមានទោសផ្សារហ៊ុននៅរសៀលថ្ងៃស្អែកខ្ញុំបានជូនដំណឹងដល់ភូមិទាំងមូលសូមជូនដំណឹងដល់ Henlai ផងដែរគ្រប់គ្នាមកថ្ងៃស្អែកឲ្យគាត់ធ្វើវានៅចំពោះរាប់មនុស្សប្រសិនបើអ្នកនៅតែមានមុនសការហើយអ្នករាល់គ្នាមកទីនេះសូមឲ្យអ្នករាល់គ្នាបញ្ចេញមិត្ត Henlai បានយក 3.518 លានដើម្បីរៀបការជាមួយពូរបស់នាងមិនត្រឹមតែនាងមិនបានបង់ប្រាក់ទេថែមទាំងបានសហការគ្នាជាមួយសន្តាគារដើម្បីបោកប្រាស់យើងមិនបានញ៉ាំអាហារអ្វីទេលុយទាំងអស់ដែលបានវិនិយោគហើយទុកឲ្យមនុស្សត្រូវគេវាធ្វើបាបប្រមូលលុយជ្រូករបស់ខ្ញុំទាំងអស់ត្រូវបានលក់ឪពុកម្ដាយរបស់ខ្ញុំថែមទាំងចំណាយប្រាក់សោធននិវត្តន៍របស់ពួកគេទាំងអស់ឈរមើលការរំភើបចិត្ត Henlai ធ្វើបែបនេះយ៉ាងអធ្យាស្រ័យអ្នកមិនអាចស្ដាប់តែម្ខាងនៃរឿងនោះទេពីគឺបើគឺនៅទីនេះហើយវានៅតែអាចคล้ายអ្នកពិតជាហ៊ានមកតើអ្នកមិនបានសុំឲ្យខ្ញុំវិនិច្ឆ័យទេខ្ញុំនឹងមិនមកទេហេតុអ្វីបានជាខ្ញុំឮអ្នកបង្កើតរឿងអ្នកណាបង្កើតរឿងអ្នកនិយាយនៅមុខភូមិទាំងមូលតើអាហារដែលអ្នកបានសន្យាអ្នកនិយាយមុនគេហើយភូមិទាំងមូលនៅទីនេះតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីអ្នកនឹងសង្វិញរាល់កាក់មានច្រើនទៀតយើងធ្វើវាសម្រាប់រឿងនេះលក់ជ្រូកនឹងទទួលបានប្រាក់សោធននិវត្តន៍គេមិនលក់ស្រួលជាច្រើនអ្នកនៅតែត្រូវបង់ប្រាក់100សូនយន្តសម្រាប់ការខូចខាតផ្លូវចិត្ត
នឹងផ្ទះរបស់ខ្ញុំមានគម្រោងទិញផ្ទះនៅក្នុងក្រុងអ្នកបានយកច្រើនជាង3លានឲ្យខ្ញុំកន្លះលានបងមុន$68,000សម្រាប់100យន្តសម្រាប់ការខូចខាតហើយពេញ500យន្តទៀតដើម្បីទិញផ្ទះទៀតទេអង្គការនេះដំឡើងជាកម្មសិទ្ធិរបស់គ្រួសារដែលនៅសល់សម្រាប់រស់រានត្រូវយកវាចេញហើយបំបែកវាសម្រាប់អ្នករាល់គ្នាពាក្យរបស់អ្នកខ្ញុំយល់គ្រប់យ៉ាងតើអ្នកត្រូវនិយាយអ្វីនិយាយវាឥឡូវនេះទុកលុយអាហារមួយឡែកសិនខ្ញុំសុំសួរពូខ្ញុំសិនតើអ្នកមិនតែងតែនិយាយទេអង្គការនេះជាកម្មសិទ្ធិរបស់គ្រួសារតើមនុស្ស3.518លានអ្នកមានភាគហ៊ុនទេនោះជាផ្ទះដូនតារបស់គ្រួសារហានចាស់ហេតុអ្វីត្រូវទុកឲ្យនៅម្នាក់ឯងអូខេតោះនិយាយគ្នាជាដំបូងតើអ្នកណាជាម្ចាស់ផ្ទះដូនតានេះមិនបាច់និយាយទេផ្ទះនេះត្រូវបានប្រគល់ពីដូនតានៃគ្រួសារហានប៉ារបស់អ្នកនិងខ្ញុំជាបងប្អូននឹងគ្នាដូច្នេះខ្ញុំមានការចែករំលែកបាននិយាយថាម៉េចពេលគ្រួសារបែកគ្នានៅចាំទេវាកើតឡើងជាច្រើនឆ្នាំមកហើយតើខ្ញុំអាចចាំបានយ៉ាងណាប្រសិនបើអ្នកមិនចាំទេនឹងមាននរណាម្នាក់ខ្ញុំចាំថាខ្ញុំមានវត្តមាននៅពេលដែលគ្រួសារបានបែកគ្នាកាលពី15ឆ្នាំមុនលោកបានបន្តថានៅពេលនោះដំបូលផ្ទះចាស់បានធ្លីចេញហើយជញ្ជាំងទីធ្លាបានវានឹងសំវិញសំបី1សេននៃការបងចុះពិតជាមានឈ្មោះអ្នកគ្រប់គ្នាខាងក្រោមមិនត្រឹមតែឈ្មោះរបស់ពួកគេប៉ុណ្ណោះទេថែមក្រដាសនោះមានអាយុរបស់ពួកគេផងដែរអ្នកណាដឹងថាខ្លាយពេលដែលខ្ញុំចុចលើទំព័រដើមអ្នកនៅតែគិតថាដៃស្អិតរបស់ឥណ្ឌូនេស៊ីត្រូវបានជូតដោយកន្សែងរបស់ខ្ញុំអស់រយៈពេលច្រើនអ្នកបានឃើញរឿងនេះខ្ញុំក៏នៅចាំថាពេលនោះខ្ញុំបានសុំឲ្យអ្នកចំណាយដើម្បីថាបោះលុយចូលទឹកមិនជួសជុលតើនរណាធ្វើផ្ទះក្រីក្រនេះតម្លៃរាប់លានកាលពីអតីតកាលដូច្នេះនៅពេលដែលផ្ទះគ្មានតម្លៃអ្នកមិនចង់បានទេផ្ទះមានតម្លៃរំពេចនោះអ្នករាល់គ្នាមានចំណែកក្នុងវាទោះបីជាអ្វីដែលអ្នកនិយាយគឺជាការមិនអាចទៅរួចទេសម្រាប់ផ្ទះដែលមានសភាពនេះត្រូវតែមានរបស់ដែលមានតម្លៃ7.518វាមិនត្រឹមតែប្រាក់សម្រាប់បន្ទប់ចំណាយប្រាក់ដើម្បីផ្លាស់ទីទៅកន្លែងជាច្រើនដើម្បីប្រសិនបើអ្នកការចំណាយប្រសិនបើអ្នកគិតថាមានអ្វីទៅប្រយុទ្ធដើម្បីលុយហើយស៊ើបអង្កេតនេះដោយគ្រាន់តែបើកមាត់របស់អ្នកនៅក្នុងវាមិនមែនគ្រាន់តែអំពីផ្ទះនោះទេបងប្រុស Jane Ren មិនចង់បានវាមកវិញទេពិតជាគ្មានហេតុផលក្នុងការចំណាយលុយឥឡូវនេះទេកុំប្រាប់ខ្ញុំពីផ្ទះជាមុនអាហារនៅ Shangri-La Hanley តែងតែយល់ព្រមស្រឡាញ់មែនទេប្រសិនបើនាងមិនយល់ព្រមយើងអាចទៅបានទេនាងកំពុងតែធ្វើចលនាហើយនិយាយដោយចិត្តណាឥឡូវនេះអ្នកណាថាខ្ញុំមិនហ៊ានដោយសារភូមិទាំងមូលនៅទីនេះអញ្ចឹងតោះស្ដាប់ទាំងអស់គ្នាអ្នកណាខ្លះចង់ទៅញ៉ាំអាហារនេះអ្នកត្រូវតែកក់ alcohol ដែលថ្លៃជាងគេសំណងធម្មតាយើងនឹងមិនទៅទេបង្កងស្តេកក្តាមស្រាខ្ពស់គ្មានអ្វីតិចទេប្រសិនបើអ្នកហ៊ានបញ្ជាទិញយើងនឹងទៅមាត់ទ្វារអ្នកហើយដៀលអ្នកឲ្យអ្នកមិនអាចលើកក្បាលអ្នកនៅក្នុងភូមិតើអ្នកហ៊ានថតយ៉ាងម៉េចកុំជឿទាំងអស់គ្នាការថតនេះត្រូវបានកែសម្រួលដោយព្យាបាលកុំបារម្ភមានច្រើនទៀតនៅពីក្រោយមកទីនេះនៅម៉ោង7ជាមួយនឹងការធានាគាររបស់អ្នកដើម្បីទូទាត់ពីគេបានថ្ងៃស្អែកយើងនឹងបន្តភ្នាល់លើ Tage មើលពីរបៀបដែលក្រុមសំណងចូលបានគម្រាម handle ជាមួយនឹងរឿងអាស្រូវល្បែងនេះជាក់ស្ដែងអ្នកកំពុងបង្ខំមនុស្សឲ្យបង់ប្រាក់បង្ខំនាងខុសអីយើងទាំងអស់គ្នាជាអ្នកចាស់ទុំរបស់នាងសូមឲ្យនាងព្យាបាលនាងទៅវានៅតែអាចសម្លាប់នាងបានទេតើអ្នកមិនគ្រាន់តែនិយាយទេ Handle មានគំនិតដូចផ្ដើមដើម្បីសុំអ្នកឥឡូវនេះលេងការថតអ្នកបានបដូរវាទៅបង្ខំនាងឲ្យយល់ព្រមប្រយោគមួយណាពិតកុំចេះតែនិយាយរក Hanley អ្នកនៅចិត្តនាងតើអ្នកណាដឹងថាស្បែកជើងស្បែកគឺជាប្រពៃណីរបស់ខ្ញុំដែលនិយាយក្នុងការថតភូមិមិនអនុញ្ញាតឲ្យអ្នកបញ្ជាទិញអាហារទេយើងទាំងអស់គ្នាមកពីភូមិជាអ្នកណាមិនស្គាល់គ្រួសាររបស់អ្នកខ្ញុំចូលចិត្តទាញយកប្រយោជន៍ច្រើនបំផុតបាត់បង់មិនសកាវាមិនមែនជាកំហុសរបស់គ្រួសារយើងទាំងស្រុងទេសម្រាប់អាហារពេលល្ងាចវាជាគំនិតរបស់ Wusen បងប្រុស Jane តើអ្នកបាននិយាយអ្វីច្បាស់ជាអ្នកគ្រាន់តែនិយាយពាក្យពីរបីតិចចូលយើងទទួលស្គាល់រឿងនេះជាមុនសិនខ្ញុំនឹងធ្វើវាជូនអ្នកនៅពេលក្រោយហេតុអ្វីពេលបងប្រាក់អ្នកបានបង្ខំខ្ញុំឲ្យប្រគល់សម្ភារៈទាំងអស់ដែលបានប្រើសម្រាប់សាងសង់ខ្ញុំចង់បន្ទោសតែម្នាក់ឯងពិតមាត់បើអ្នកហ៊ាននិយាយរឿងមួយទៀតកុំបន្ទោសខ្ញុំដែលបែរមកប្រឆាំងអ្នកបិទខ្ញុំម្ដងទៀតបិទមាត់សារភាពថាសេងហៃលូជាមេប៉េ5000យន្តពីឃ្លាំងកាលពី15ឆ្នាំមុនហើយអ្នកប្រាប់ខ្ញុំឲ្យបិទមាត់ខ្ញុំបានរក្សាវាជាការសម្ងាត់សម្រាប់អ្នក15ឆ្នាំមិនគ្រប់គ្រាន់ទេ$ពីរោងចក្រណាតើមានអ្វីដែលត្រូវធ្វើជាមួយឪពុកម្ដាយរបស់ខ្ញុំតើអ្នកស្រវឹងខ្លាំងទេនៅមុខភូមិទាំងមូលតាហ៊ូលៀនកំពុងធ្វើអ្វីខ្ញុំមិនបានផឹកទេខ្ញុំមានអារម្មណ៍ស្ងប់ក្នុងថ្ងៃនេះ15ឆ្នាំមុនឧបទ្ទវហេតុនៅរោងចក្រ Northern Territory ឪពុករបស់ Henley បានស្លាប់នៅនឹងម្ដាយរបស់នាងបានរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យHenley បានផ្ញើប្រាក់ចំនួន500,000វាជារឿងធម្មតាទេដែលបាត់បង់អ្នករាល់គ្នាក្នុងភូមិដឹងរឿងនេះខ្ញុំនឹងប្រាប់អ្នកពីការពិតទាំងអស់ពេលរសៀលដែលឪពុករបស់អ្នកធម្មតាមនុស្ស2នាក់បានម្នាក់កាន់កាបូបខ្មៅម្នាក់កាន់សៀវភៅកត់ត្រាពេលជួបមនុស្សគេថាគាត់ជាពូរបស់អ្នកគាត់ទទួលបន្ទុកគ្រប់យ៉ាងនៅផ្ទះដូច្នេះឆាំងលីឲ្យគាត់5000យន្តមួយផ្នែកគឺសំណងគ្រោះថ្នាក់របស់ឪពុកអ្នកមួយផ្នែកជាលុយសម្រាប់ម្ដាយរបស់អ្នកដើម្បីបន្តការព្យាបាលតើអ្នកមានភស្តុតាងអ្វីខ្លះសម្រាប់រឿងនេះខ្ញុំជាសាក្សីបន្ទាប់ពីលុយត្រូវបានប្រគល់ឲ្យអ្នកបានរាប់វា2ដងនៅពីមុខខ្ញុំអ្នកក៏បានចុះហត្ថលេខាលើសៀវភៅផងដែរបានចុចស្នាមម្រាមដែរក្រោយមកអ្នកបានឲ្យ$បេយ៉ិនមកខ្ញុំទុកឲ្យខ្ញុំទុកឲ្យខ្លួនឯងតើលុយនោះទៅណាតើលុយនោះប្រើសម្រាប់បង់ថ្លៃសិក្សារបស់ខ្ញុំឬប៉ាសុំនិយាយ5000យន្តនោះ
តើអ្នកបានបង់ថ្លៃសិក្សារបស់ខ្ញុំទេ នៅពេលនោះក៏ពិបាកនៅផ្ទះដែរអ្នកទើបតែចូលរៀនវិទ្យាល័យហើយមិនអាចបង់ថ្លៃសិក្សាបានទេប្រាវីដំបងនោះជាប្រាក់ដែលឪពុកខ្ញុំបានចំណាយអស់មួយជីវិត ការព្យាបាលម្ដាយខ្ញុំ អ្នកប្រាវីដើម្បីបង់ថ្លៃសិក្សារបស់កូនប្រុសអ្នកខ្ញុំចង់ប្រកល់វាទៅអ្នកនៅពេលក្រោយវាគ្រាន់តែថារឿងជាច្រើនបានកើតឡើងនៅពេលក្រោយនៅពេលខ្ញុំមានអាយុ15ឆ្នាំខ្ញុំបានសិក្សាសម្រាប់អ្នកសម្ដីហើយ ស្បែកជើងរបស់ខ្ញុំអស់ហើយខ្ញុំក៏មិនមានស្បែកជើងក៏ម្ដាយខ្ញុំចាំបង់វិកេបាត់នៅមន្ទីរពេទ្យវាពីគ្រួសារមួយទៅគ្រួសារមួយទៀតអ្នកដែរតើអ្នកចាំអ្វីដែលអ្នកបានប្រាប់ខ្ញុំទេវាយូរណាស់ហើយដែលខ្ញុំមិនចាំអ្នកបាននិយាយថាគ្រួសាររបស់អ្នកក៏ក្រដែរហើយសូមឲ្យលុយដែលឪពុកខ្ញុំចំណាយអស់មួយជីវិតគឺនៅក្នុងដៃអ្នកហើយ នៅពេលនោះយើងគិតថាវាមកពីគាត់មិនចង់ព្យាបាល អ្វីដែលអ្នកយកទៅមិនមែន5000អ្វីដែលកូនយកទៅគឺជាឱកាសចុងក្រោយរបស់ម្ដាយខ្ញុំក្នុងការរស់ ហើយជាម្ដាយរបស់អ្នកបន្តព្យាបាលក៏ដោយក៏ខ្ញុំអាចកំដរអ្នកចង់បានអ្វីទៀត ហេខ្ញុំចង់ទូរស័ព្ទទៅប៉ូលីសឧបទ្ទវហេតុរងចាក់នៅដែនដីពីខាងជើងការព្យាបាលបន្ទាប់ពីត្រូវបានដឹកនាំដោយសមាជិកគ្រួសារពួកគេមិនដែលត្រូវបានគេប្រគល់មកយើងទេតើអ្នកបានទទួលលុយសម្រាប់គ្រួសារ Henley កាលពី10បានខ្ញុំពី300យន់អស់ចំណាយលើកិច្ចការបុណ្យសពរបស់នេះអ្នកបាននិយាយថាអ្នកមិនដែលបានទទួលវាទេ តើខ្ញុំអាចចាំបានច្បាស់ថាតើមានអ្វីក៏ដោយហ៊ូសេនឆ្នាំតែបង្កើតវាឡើងប្រសិនអ្នករកលុយដោយរកបានតែ5000យន់មាត់ឈប់ឆ្លោះ តើអ្វីដែល Wu Senshan និយាយពិតឬមិនដឹងនៅពេលយើងរកឃើញដួលស្តាងគ្នាបានបែកគ្នាអាចទៅរកផស្តាងនៅឯណាទៀត ធ្លាប់មានកណេឲ្យកវ័យចំណាស់ម្នាក់នៅរោងចក្រ Bieling ដែលមានឈ្មោះថាត្រូវឆ្លងកាត់គាត់ដើម្បីចេញប្រាក់ឈ្នួលនិងសំណងវាហាក់ដូចជាថាបន្ទាប់ពីរោងចក្របិទទ្វារវាបានផ្លាស់ទៅទីប្រជុំសួរចំណាស់ដែលចូលនិវត្តជាង10ឆ្នាំអាចចាំអ្វីបានតើអ្នកមិននិយាយថាគ្មាននរណាម្នាក់ដឹងពីរឿងនេះទេបានជាកណេឲ្យកវ័យចំណាស់លេចមក គាត់គ្រាន់តែជាកណេឲ្យកមិនមែនជាព្រះទេគាត់នៅតែអាចទន្ទិញចាំកណនីពី15ឆ្នាំមុនតើកូននៅមានលុយ5000យន់ទេហើយអ្វីបានជាដៃរបស់អ្នកញ៉ោដោយគ្មានអ្នក ដូច្នេះខ្ញុំមិនអាចខឹង សួស្ដីតើអ្នកបានសួរទេនៅតែរស់នៅក្នុងទីប្រជុំជនសុំផ្ញើអាសយដ្ឋានមកខ្ញុំរកឃើញ Hikon Steel ខ្ញុំបានរកឃើញវានៅភាគខាងកើតនៃទីប្រជុំជន King ហើយរាងកាយរបស់ខ្ញុំនៅតែរឹងមាំមិនអីទេយើងនឹងទៅទីនោះនៅពេលរសៀលហើយទៅថ្ងៃមើលវាឲ្យបានឆាប់ខ្ញុំមិនចង់ឲ្យអ្នកនិយាយពីបញ្ហាផ្ទាល់ខ្លួនរបស់អ្នកតើអ្នកមិនបានយកវាទេអញ្ចឹងតើអ្នកខ្លាចអ្វីលោកគ្រូហ៊ូសុំទោសយើងចង់សួររោងចក្រផលិតនៅដែនដីភាគខាងជើងកាលពី15ឆ្នាំមុនសពមានឈ្មោះ Han Jiqian ប្រពន្ធរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ Han Jiqian ខ្ញុំចាំមាននរណាម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះជំទង់ម្នាក់នៅផ្ទះខ្ញុំជាកូនប្រុសរបស់ Han Jiqian អ្នកនិងឪពុករបស់អ្នកមើលទៅដូចគ្នាខ្លាំងណាស់តើរោងចក្រផ្ដល់ប្រាក់ជូនគ្រួសារខ្ញុំវិញទេអ្នកណាយកលុយបុរសម្នាក់បាននិយាយថាគាត់ជាប្អូនប្រុសរបស់អ្នកស្លាប់និងសម្រាប់នៅក្មេងគ្រប់គ្រាន់ដើម្បីដឹកនាំរបស់គាត់គឺ Han Jianren នោះគឺ Han Jianren តើអ្នកចាំថាវាមានតម្លៃខ្ញុំមិនអាចចាំរឿងនេះច្បាស់ទេតែគួរតែមានអ្វីមួយនៅក្នុងសៀវភៅត្រានេះពេលដែលរោងចក្របិទព័ត៌មានហិរញ្ញវត្ថុមានប្រអប់ទុកវាទៅពិធីជប់លៀងនៅទីក្រុងដើម្បីដាក់ខ្ញុំពិតជាអាចរកវាបានយើងនឹងពិនិត្យនៅថ្ងៃស្អែកលុយនោះមិនដែលបានទៅអ្នកនិងម្ដាយរបស់អ្នកទេម្ដាយរបស់ខ្ញុំមិនអាចមានលទ្ធភាពបង់ថ្លៃបានទេក្នុងពេលជាបទក្រិតជាច្រើនឆ្នាំក្រដាសស្ទើរតែរលួយទោះបីជារកឃើញក៏ដោយអ្នកណាដឹងថាការសរសេរត្រឹមត្រូវថាវាមិនត្រឹមត្រូវសំបីតែមុនពេលអ្នកមើលវាក៏ដោយកុំចោទប្រកាន់នរណាម្នាក់ខុសជាមួយក្រដាសរកឃើញវា Northern Territory ជួយចុះបញ្ជីសំណងគ្រោះថ្នាក់រោងចក្រ Han Jiqian នៅទីនេះហត្ថលេខាខាងក្រោមគឺជារបស់អ្នកមែនទេឲ្យខ្ញុំប៉ុន្តែជាច្រើនឆ្នាំបានកន្លងអ្នកណាដឹងថាអ្នកផ្សេងរៀនសរសេរវានៅទីនេះក៏មានស្នាមម្រាមដៃផងដែរមិនចាំបាច់ត្រូវបានទទួលស្គាល់ទេតើអ្នកត្រូវការប្រៀបធៀបឥឡូវនេះទេមិនចាំបាច់ប្រៀបធៀបទេខ្ញុំបានទទួលវា50ឬរាប់រយ50តើលុយទាំងអស់នោះទៅណាអ្នកត្រូវមើលថែអ្វីបន្ទាប់ពីប៉ារបស់អ្នកបាត់ទៅទិញស្រាមឈូសហើយសុំជំនួយតើខ្ញុំអាចទិញវាដោយឥតគិតថ្លៃដោយរបៀបណាត្រូវបានចំណាយលើកន្លែងទាំងនេះអ្នកបានផ្លាស់ប្ដូររឿងរបស់អ្នកម្ដងទៀតដំបូងអ្នកនិយាយថាកណីនេះត្រូវបានគេរកឃើញហើយខ្ញុំបានចំណាយប្រាក់ជារៀបចំសពបងត្រូវបានគេយកជ្រែកដាក់សពរបស់ Han Jiqian ប្រាក់សម្រាប់មឈូសនោះមានចំនួន1200ដែលប្រមូលបានដោយការសម្លុយទាវសម្រាប់ពិធីជប់លៀងមានតម្លៃ200យន់ការចុះឈ្មោះមិនពេញលេញទេតើអ្នកណានឹងសរសេរប្រាក់ដែលខ្ញុំបានចំណាយតើលុយ$400-800ទៅណាលុយក្រដាសឬសេក្រអូបនឹងជួលមនុស្សធ្វើការលុយក្រដាសឈៀងឈឺអាចមានតម្លៃ4-800ទេពូតើពេលណាទៅចង់ក្រងវាខ្ញុំមិនអាចចាំច្បាស់ទេយ៉ាងណាក៏ដោយលុយមិនចូលក្នុងហោប៉ៅខ្លួនឯងទេវាត្រូវបានសរសេរយ៉ាងច្បាស់នៅលើកណ្ដាលជុំទីពេទ្យរបស់គាត់នៅឆ្នាំវាគ្រាន់តែជាគាត់ទៅហើយដែលខ្ញុំត្រូវការស្វែងរកបន្ថែមទៀតនេះជាកំណត់ត្រាសម្រាប់ព្យាបាលនៅមន្ទីរពេទ្យក្នុងឆ្នាំនោះគ្រូពេទ្យបានណែនាំឲ្យបន្តសម្រាប់ព្យាបាលក៏មានហានិភ័យនៃការឆ្លងនិងការរងរបួសមិនអាចចាំទុកថាមានស្ថិរភាពបានទេជាអ្នកចេញពីមន្ទីរពេទ្យថ្លៃសេវាគឺនៅសល់នេះគឺជាពាក្យសុំដែលចុះហត្ថលេខាដោយសមាជិកគ្រួសារពេលម្ដាយត្រឡប់មកភូមិវិញគាត់បានត្រឹមតែនិយាយថាគាត់មិនអាចចូលពេទ្យបានទេនាងបានកុហកខ្ញុំវាមិនមែនថានាងមិនអាចសាំនឹងការរស់នៅទីនេះទេនាងដឹងថាខ្ញុំមិនអាចខ្ចីលុយបានទេហើយមិនចង់ដាក់បន្ទុកឥឡូវនេះរឿងជាច្រើនបានមកជាមួយគ្នាបានបង់ប្រាក់ចំនួន5,000យន់រួមទាំងថ្លៃព្យាបាលត្រូវបានគ្រប់គ្រងដោយ Han Jianren ហើយមិនត្រូវបានផ្ដល់ឲ្យ Han Lai និងកូនប្រុសរបស់គាត់ទេតែបានចូលរៀននៅវិទ្យាល័យហើយមិនអាចបង់ថ្លៃសិក្សាបានទេនិយាយថាអ្នកនឹងមើលថែការរៀបចំបុណ្យសពរបស់គាត់ធ្វើដើម្បីកូនដែរប៉ាតើអ្នកពិតជាបានប្រើលុយនោះដើម្បីបង់ថ្លៃសិក្សារបស់ខ្ញុំមែនទេតើអ្នកអាចទៅរៀននៅឆ្នាំនោះដោយរបៀបណាប្រើអ្វីប្រាប់អ្នកតើអ្នកត្រូវបានគេសុំឲ្យតបមកអ្នកមិនអាចយកប្រាក់ស្រឿងដើម្បីអ្នកបានទម្លាក់វាពីខ្ញុំអ្វីដែលត្រូវធ្វើឥឡូវនេះវាជាកំហុសរបស់ខ្ញុំនៅទីនេះសម្រាប់គ្រួសារនេះទេ
ការពិតត្រូវបានគេរកឃើញតើអ្នកសុខចិត្តយកលុយនេះមកបន្តមកយើងអាចបន្តនិយាយបានហាន់ឡៃក៏អាចស៊ើបអង្កេតតាមនីតិវិធីធម្មតាតើអ្នកគិតយ៉ាងណាលុយដែលត្រូវសងវិញមិនមែនមួយពិន្ទុតិចទេសូមដោះស្រាយបញ្ហានេះដោយឯកជនបង្កើតបញ្ហានៅខាងក្រៅតើអ្នកចង់ដោះស្រាយវាដោយរបៀបណា5000យំខ្ញុំនឹងប្រកល់វាឲ្យអ្នកវិញតែ5000ការនោះគឺ5000អ្នកចង់បានប៉ុន្មានទៀតទេអញ្ចឹងតោះទៅប៉ុស្តិ៍ប៉ូលីសខ្ញុំទទួលស្គាល់ថាអ្វីដែលខ្ញុំបានធ្វើរបស់អ្នកទាំងអស់ប្រសិនបើពុកម្ដាយរបស់អ្នកនៅទីនេះខ្ញុំមិនចង់ឃើញគ្រួសារជួបបញ្ហាបែបនេះទេខ្ញុំដើម្បីបញ្ចប់នឹងទទួលបានទេថាវាជាចំនួនសេដ្ឋកិច្ចកាលពី15ឆ្នាំមុនទីបំផុតបានចរចាក្នុងតម្លៃ$60អ្នកទាំងអស់គ្នាយល់ឡើងអំពីវិធីសាស្ត្រនៃការសងប្រាក់វិញតើអ្នកចង់បានជីវិតរបស់ខ្ញុំទេបន្ទាប់មកអនុវត្តតាមនីតិវិធីធម្មតាតើអ្នកត្រូវបង្ខំខ្ញុំឲ្យស្លាប់ពេលម្ដាយខ្ញុំគ្មានលុយព្យាបាលតើអ្នកទុកផ្លូវឲ្យនាងរស់ទេអាគារសេងហេទើបតែត្រូវបានបំពេញដោយជាង70នេះបានមកដល់62000តើលុយនេះមកពីណាទោះយ៉ាងណាក៏ដោយខ្ញុំមិនបានធ្វើទេលុយនោះត្រូវបានគេប្រើដើម្បីបង់ថ្លៃសិក្សារបស់អ្នកចង់សម្អាតឥឡូវនេះអ្នកលួចវាខ្ញុំមិនដឹងតតែសោះនៅពេលអ្នកបានទទួលប្រយោជន៍ពីការអានសៀវភៅឥឡូវប្រាប់ខ្ញុំថាខ្ញុំមិនដឹងបើប្រាប់ខ្ញុំថាវាជាប្រាក់សង្គ្រោះជីវិតខ្ញុំសុខចិត្តមិនទៅទេថងនិយាយត្រូវអ្នកយកលុយពីក្រោយខ្នងគ្រួសារដើម្បីយើងត្រូវសងវាវិញសម្រាប់អ្នកចំណាយលុយខ្ញុំស៊ីលុយខ្ញុំមានអ្វីមួយបានកើតឡើងឥឡូវបានខ្លាចជាអ្នកណាក្រៅលុយចាស់50000យន់របស់ខ្ញុំតែសុំឲ្យអ្នកចូលចេញហេតុផលទេឆ្នាំនេះខ្ញុំហើយទៅនេះមិនមានពាក់ព័ន្ធនឹងខ្ញុំទេឥឡូវនេះស្លាប់របស់អ្នកមិនក៏ហ៊ាននិយាយជាមួយខ្ញុំបែបនេះស្លាប់អ្វីដែលអ្នកបានធ្វើគឺឈប់ប្រើមេគ្រួសារទៅបន្លាចមនុស្សនេះគ្រាន់តែឲ្យអ្នកបោះបែបនេះប៉ុណ្ណោះ6លេងអ្នកយកវាដោយខ្លួនឯងខ្ញុំនឹងមិនយកកាក់មួយទៀតទេខ្ញុំទទួលស្គាល់លុយតែពេលនេះខ្ញុំមិនអាចមានលុយច្រើនទេអនុញ្ញាតឲ្យខ្ញុំផ្ដល់ឲ្យអ្នកនៅវិញក្នុងរយៈពេល6ឆ្នាំឆាប់នេះអ្នកនឹងមានច្រើនជាង3លានតើខ្ញុំនៅតែត្រូវការលុយតិចតួចនេះទេលុយប៉ុន្មានខ្ញុំអត់មានពាក់ព័ន្ធនឹងអ្នកជំពាក់ប៉ុន្មានតើអ្នកចង់បានអ្វីត្រូវបង់ក្នុងរយៈពេល3ឆ្នាំចុងក្រោយតើខ្ញុំអាចផ្ដល់ឲ្យអ្នកនៅអ្វីក្នុងរយៈពេល3ឆ្នាំបន្ទាប់មកមិនចាំបាច់និយាយអំពីវាទេ2ឆ្នាំប៉ុន្តែក្រោយពេលសងលុយវិញហើយបានផ្លាស់ប្ដូររឿងទាំងស្រុងអ្វីដែលអ្នកគិតថាពិតជាការសងប្រាក់វិញគឺជាអ្វីដែលអ្នកគួរធ្វើហើយរឿងមួយចំនួននឹងមិនអាចបញ្ចប់បានឡើយឈប់ខ្ជិះខ្ជាយពេលវេលាទៅមេភូមិធ្វើជាសាក្សីកិច្ចសន្យាសងវិញត្រូវបានសរសេរយ៉ាងច្បាស់62 0យន្តក្នុងរយៈពេល6ខែម្ដងការបរិច្ឆេទនិងចំនួនមាននៅលើវាខ្ញុំបានឃើញតើនេះជាអ្វីការសន្យានៃការមិនជ្រៀតជ្រែកនាពេលរបស់អង្គការនិងជីវិតរបស់ខ្ញុំនឹងមិនមានអ្វីពាក់ព័ន្ធជាមួយអ្នកចាប់ពីពេលនេះក៏មិនអាចញុះញង់អ្នកត្រូវតែបែកពីខ្ញុំក៏ដោយដែលអ្នកគិតខ្ញុំជំពាក់លុយខ្ញុំមិនជំពាក់នេះទេបន្ទាប់មកអ្នកមិនចាំបាច់សងបំណុលវិញទេពេលនេះអ្វីបានឈានដល់ចំណុចនេះហើយគុំរំខានទៀតអីបន្ទាប់ពីអ្នកចុះហត្ថលេខារួចមនុស្សគ្រប់គ្នានឹងធ្វើរឿងផ្ទាល់ខ្លួនហើយប្រសិនបើការឆ្លោះប្រកែកគ្នានៅតែបន្តវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាក្នុងការកម្ចាត់វាចោលលោកហានការត្រួតពិនិត្យចុងក្រោយនឹងទទួលផ្ទះដូនដែលរួចរាល់ហើយស្រួលទេងាយស្រួលទីបំផុតយើងបានមកដល់ឆ្ងាយហើយអញ្ចឹងរឿងនៅផ្ទះដូនតាគួរតែចប់ហើយនេះជាអ្វីដែលអ្នកធ្លាប់លេងកាលពីក្មេងបាត់ម៉ាក់របស់ខ្ញុំបានដេវីត្រូវបានដាច់ទឹកនិងភ្លើងបន្ទាប់ពីចុះហត្ថលេខាលើនំដែលនៅសល់នឹងត្រូវបែងចែកក្នុងពេលឆាប់ស្ទើរក្នុងការចែកយ៉ាងណាមួយនេះគឺជាផ្ទះដែលខ្ញុំបានរស់នៅយូរមកហើយអនុស្សាវរីយ៍ជាមួយឪពុកម្ដាយជីវិតរបស់អ្នកឲ្យបានល្អដ៏ល្អបំផុតសម្រាប់ពួកគេប៉ាការងារលើផ្ទះចាស់ត្រូវបានបញ្ចប់ទីបំផុតផ្ទះរបស់ Henley ត្រូវបានគេវាយកំទេចខ្ញុំគិតថាលុយក៏ធ្លាក់មកដែរបានយកលុយយ៉ាងច្រើនគ្រាន់តែចង់បែកពីខ្ញុំមិនងាយស្រួលនោះទេខ្ញុំបានឮថាកូនស្រីរបស់អ្នកបានប្រឡងជាប់ប៉ុន្តែតម្លៃសិក្សាមិនទាន់បានប្រមូលនៅឡើយទេខ្ញុំអាចគិតអ្វីទៀតហាន់វ៉ៃមានជាង3លាននៅក្នុងដៃរបស់គាត់នោះជាលុយរបស់អ្នកអតីតគ្រាន់តែបើកមាត់ទទួលបានប៉ុណ្ណោះមានអ្វីដែលត្រូវខ្មាស់អៀនគ្មាននរណាម្នាក់នៅក្នុងភូមិបានជួយដល់អាហារដល់កូនរបស់អ្នកកំពុងចូលរៀននៅលើនេះតែជួយជំនួយគឺជាការងារលំបាកអ្នកមិនអាចបន្ទោសអ្នកដទៃដែលមិនជួយបានទេសាច់ញាតិរបស់អ្នកជាមុនសិនហើយនឹងខ្លាចជាអ្នកគ្រាន់តែស្គមពេកហាន់វ៉ៃយិនទទួលបានជាង3លានបានមកដល់យូរហើយបន្ទាប់មកខ្ញុំចង់ទិញមែនខ្វះ100ចេកខ្លះពីនេះមិនគួរច្រើនទេ1សែនគឺជាលុយច្រើនសម្រាប់យើងអ្នកទាំងអស់គ្នាទៅធ្លាប់ញ៉ាំអាហាររាប់រយឥឡូវដល់ពេលរីកាមកភូមិវិញហើយអនុញ្ញាតឲ្យខ្ញុំមើលអ្វីដែលអ្នកធ្វើនឹងមិនគោរពប្រសិនបើខ្ចីមានប្រជាជនច្រើនណាស់នៅក្នុងភូមិខ្ចីបានប៉ុន្មានGailan Shen តើអ្នកកំពុងធ្វើអ្វីនៅមាត់ទ្វារលេងអង្គុយទៀតហើយខ្ញុំគ្រាន់តែមានអ្វីមួយចង់សុំជំនួយតើមានអ្វីកើតឡើងកូនស្រីរបស់ខ្ញុំបានចូលរៀនធម្មតាផ្ទះគឺជាការជួសជុលនៅសល់80យន្តទៀតដើម្បីបង់លុយនៅចុងខែខ្ញុំចង់ខ្ចីលុយពីអ្នករងចាំរហូតដល់ឃីលេងត្រូវបានលួចផ្នែកជាមុនសិនខ្ញុំនឹងចេញទៅធ្វើការហើយសងប្រាក់ដែលនៅសល់បើអ្នកជំពាក់ខ្ញុំនឹងឲ្យតែយើងត្រូវសរសេរយកចងចាំចំនួនទឹកប្រាក់និងពេលវេលាទូទាត់ឲ្យបានច្បាស់លាស់Henley អរគុណច្រើនកៃឡិនក៏មកខ្ចីលុយ
តម្លៃសិក្សារបស់កុមារគឺខុសគ្នាបន្តិចបន្តួចបន្ទាប់មកខ្ញុំមានអ្វីត្រូវធ្វើ ខ្ញុំនឹងទិញឡានដឹកទំនិញតូចមួយសម្រាប់ដឹកជញ្ជូនសូមឲ្យខ្ញុំខ្ចី100,000 សិនបន្ទាប់មកប្រសិនបើអ្នកមានគម្រោងចំណាយច្រើននិយាយបានត្រឹមត្រូវនៅពេលធ្វើអាជីវកម្មដោយខ្ញុំសម្រាប់កូនយ៉ាងទូលំទូលាយខ្ញុំនឹងសងវាវិញបន្ទាប់មកសរសេរយូរជាមុនសិនតើនៅពេលណាដែលប្រាក់100សូនយន្តនឹងត្រូវសងវិញពីពេលវេលាប្រហាក់ប្រហែលគ្នាតើខ្ញុំគួរសរសេរយកបែបណាខ្ញុំនៅតែអាចយកលុយរបស់ Kate Gavin បានសរសេរថា8សូនយន្តហើយអ្នកគួរតែសរសេរបន្ថែមទៀតប្រសិនបើអ្នកខ្ចី100សូនយន្តបើគាត់ចង់សរសេរវាអ្នកមានលុយរាប់លានក្នុងដៃហេតុអ្វីបានជាអ្នកខ្លាចថាខ្ញុំនឹងពឹងផ្អែកលើអ្នកសម្រាប់លុយតិចតួចនេះ Han Jianren និយាយត្រូវក្រោយពេលដែលអ្នកខ្លាចជាអ្នកមានអ្នកនឹងលែងខ្វល់ពីមនុស្សនៅក្នុងភូមិទៀតហើយគាត់បានសុំឲ្យអ្នកមកម្ដងទៀតបើអ្នកមិនខ្ចីលុយទេអ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានលុយនោះទេតើកូនទី3កំពុងលេបឆ្នាំហើយឬនៅខ្ញុំចង់ខ្ចីលុយ100សូនយន្តដើម្បីទិញឡានប៉ុន្តែប្រសិទ្ធនៅពេលក្រោយក្នុងម្នាក់មកខ្ចីលុយពីខ្ញុំនៅពេលអនាគតភូមិល្អជាងខ្ញុំគ្រូសាណាដែលកំពុងតែមានបញ្ហាខ្ញុំជាអ្នកមានហើយមកសាកសំណាងសូមជួយពិនិត្យផងអ្នកអាចធ្វើបានបើមានគ្រោះថ្នាក់យើងត្រូវជួយប្រសិនបើអ្នកចង់ទាញយកប្រយោជន៍ពីអ្នកមិនអាចធ្វើវាបានទេខ្ញុំចង់សាងសង់កសិដ្ឋានចិញ្ចឹមជ្រូកនៅទាំង3លានអ្នកនេះមិនអាចទុកឲ្យអ្នកធ្វើអ្វីមួយដែលមានរយៈពេលយូរទូរស័ព្ទមកខ្ញុំនៅពេលអ្នកជ្រើសរើសកន្លែងនៅតែចង់រកលុយដោយចិញ្ចឹមជ្រូកប្រសិនបើអ្នកអាចធ្វើវាបានខ្ញុំនឹងសរសេរវាថយក្រោយមេភូមិខ្ញុំបាននាំគ្នាទៅចោលដីនៅខាងកើតភូមិនៅឆ្ងាយពីអ្នកស្រុកមានផ្លូវមួយនៅក្បែរនោះមានភាពងាយស្រួលក្នុងការដឹកជញ្ជូនខ្ញុំនឹងទៅរត់ជុំវិញទីក្រុងជាមួយអ្នកនឹងនីតិវិធីផ្សេងដោយសារអ្នកចង់បង្កើតកសិដ្ឋានចិញ្ចឹមជ្រូកដើម្បីវាឲ្យបានតើបញ្ហាបំពុលបរិស្ថានបែបណានឹងកើតឡើងខ្ញុំនឹងមិនសន្សំលុយដែលខ្ញុំគួរចំណាយនោះទេកន្លែងនេះត្រូវបានបញ្ជាក់ថាវិធីទាំងអស់ត្រូវបានបញ្ចប់បន្ទាប់ពីសាងសង់ផ្ទះជ្រូកនៅតែត្រូវពិនិត្យតាមតម្រូវការមិនអីទេតោះសង់ផ្ទះជ្រូកនិងស្រះលំអងតាមគំនូរតើនេះសម្រាប់អ្វីកសិដ្ឋានចិញ្ចឹមជ្រូករបស់ Henley មានអ្នកភ្នាល់ទាំងអស់នៅទីនេះយើងមិនខ្លាចទឹកស្អុយហូរចូលដីទេទឹកសំអុយត្រូវបានដឹកជញ្ជូនតាមបំពង់វានឹងមិនត្រូវបានបញ្ចេញទៅនៅពេលមានជ្រូកច្រើនឃ្លាំងរសជាតិទាំងអស់គួរតែចេះតើអ្នកណាអាចគ្រប់គ្រងវាបាននៅឆ្ងាយពីភូមិវាត្រូវបានសាងសង់ផងដែរតាមតម្រូវការគុំធំក្លិនមិនល្អចំពោះអ្នកដទៃជាមុនសិនមិនអីទេជួបគ្នាមនុស្សនៅក្បែរនឹងមករកទ្វាររបស់អ្នកនៅពេលគ្មាននរណាម្នាក់ព្រមានអ្នកវានឹងមានកសិដ្ឋានចិញ្ចឹមជ្រូកនៅជាប់នឹងបំណែកបន្លែរបស់អ្នកកសិដ្ឋានចិញ្ចឹមជ្រូកគឺ Henley ចាប់ពីពេលនេះទៅទឹកជ្រូកនឹងហូរចូលស្រែរបស់អ្នកនៅតែអាចលក់អាហាររបស់អ្នកបានឈប់កុំផ្ដល់ជូនវានៅឡើយពូទី3មានរឿងអីអ្នកបានជួបកសិដ្ឋានចិញ្ចឹមជ្រូកនៅក្បែរបំណែកបន្លែរបស់ខ្ញុំកន្លែងទំនេរខ្លះនៅក្នុងផ្ទះនឹងមិនហូរមករកអ្នកទេអ្នកនិយាយដូចនេះឥឡូវនេះធំឡើងក្លិនស្អុយរុយនឹងទឹកម្សៅជ្រូកនឹងខ្ញុំកំពុងស្វែងរកអ្នកនៅក្បែរនោះទទួលរងផលវិបាកតែមានការបញ្យល់តើអ្នកចង់និយាយអ្វីឲ្យខ្ញុំ5000យន្តក្នុងមួយឆ្នាំពិតជាបំពោលខ្ញុំនឹងដោះស្រាយដោយខ្លួនឯងមិនមករកអ្នកទេជ្រូកមិនទាន់ចូលទេបំណែកបន្លែរបស់អ្នកក៏មិនខូចដែរអ្នកកំពុងប្រញាប់ដើម្បីទទួលបានប្រាក់យកច្រើនជាង3លាននៅតែស្ទាក់ស្ទើរក្នុងការចែកប្រាក់5000យន្តប្រសិនបើអ្នកមិនផ្ដល់លុយគិតពីវាផងដូច្នេះសូមឈប់នៅថ្ងៃនេះមិនមានទោសចាប់តាំងពីមាននរណាម្នាក់ព្រួយបារម្ភមើលម្ដងទៀតអំពីរបៀបដោះស្រាយទឹកស្អុយម្ដងទៀតបន្ទាប់ពីអ្នកបញ្ចប់នៅអ្វីដែលត្រូវផ្លាស់ប្ដូរថាតើការប្រភេទណាដែលអ្នកអាចផ្លាស់ប្ដូរបានគម្រោងដើមរបស់អ្នកក៏អាចប្រើបានដែរខ្ញុំពិតជាត្រូវបន្ថែមឧបករណ៍បន្ថែមទាំងអស់ចំណាយប្រាក់យ៉ាងច្រើនការប្រើប្រាស់និងងាយស្រួលប្រើមិនមែនជារឿងដូចគ្នានេះទៅយើងត្រូវដោះស្រាយទឹកស្អុយជ្រូកជារៀងរាល់ថ្ងៃបើមានបញ្ហាយើងត្រូវកែតម្រូវដែលត្រូវចំណាយច្រើនឧបករណ៍រំញោចដោយស្វ័យប្រវត្តិទឹកសម្អុយត្រូវបានបញ្ជូនទៅធុងព្យាបាលតាមរយៈបំពង់បិទជិតហើយបន្តពីនេះលោកលីឡូសម្រាប់ត្រូវបានមានអ្វីត្រូវនិយាយទេខ្ញុំធ្វើបែបនេះមិនត្រឹមតែបំបិតមាត់គាត់ប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីកុំឲ្យមនុស្សនៅក្បែរនោះរងទុក្ខដែរម្ដងទៀតនៅថ្ងៃស្អែកក្រោយពីជួបហើយក៏ឲ្យកូនទី3ចូលទៅមើលខ្លួនឯងឧបករណ៍ថ្មីត្រូវបានដំឡើងពូទី3មកមើលអ្នកឲ្យខ្ញុំមើលខ្ញុំក៏មើលមិនឃើញច្រកទ្វារដែរគ្រាន់តែមើលថាតើទឹកស្អុយហូរចេញដរាបណាគំនរបាយជ្រូកមិនត្រូវបានកូននៅកន្លែងបើកចូលក្នុងអាំងនេះពីនឹងមិនហូរចូលទៅក្នុងប្រឡាយខាងក្រៅទេជ្រូកត្រូវបានលុបចោលនៅថ្ងៃតែមួយពេលព្យាបាលបានល្អដីនឹងជីវិញខ្យល់នឹងកន្លែងផ្ទុកត្រូវបានដំឡើងវាពិតជាប៉ះពាល់ដល់គ្រួសាររបស់អ្នកដូរអ្វីដែលខ្ញុំត្រូវផ្លាស់ប្ដូរអ្នករក្សាពាក្យរបស់អ្នកមេភូមិក៏នៅទីនោះដែរគាត់អាចថ្លែងទីបន្ទាល់ដរាបណាទឹកមិនហូរចូលស្រែរបស់ខ្ញុំមិនចាំបាច់ឲ្យខ្ញុំបញ្ឈប់អ្នកទេតើអ្នកបានឮទេចំណាំថាក្លិនចេញមកភ្លាមនៅពេលវាចូលខ្ញុំបាននៅទីនេះពេញមួយព្រឹកខ្ញុំមិនមានក្លិនច្រើនទេអ្នកធ្លាប់ធំក្លិនវាក្នុងរយៈពេល2-3ថ្ងៃអ្វីគ្រប់យ៉ាងនឹងស្ថិតនៅក្នុងម៉ឺនុយបំណាបន្លែក៏ល្អដែរសម្អាតដោយកសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកធម្មតាបាច់ទី1គឺគ្រប់គ្រាន់ហើយកម្រិតនេះត្រូវបានឆ្លងកាត់ជំហានបន្ទាប់គឺលក់ជ្រូកទាំងនេះ
Lao liu cứ nhom. Ta nẹ trong ban ở vậy bị nhom mùi bách rồi bỏ hand line nâng tờ lụi mùi đã nín nẹ chầm thề. Ta nẹ mình men chỉ nẹ promo chúc men tế. Vì hạ đôi chi mình ấy tế. Tai đầm lái trơ tại thẹ cho. Dục là ó cua tại túc ở quạt bạch lôi không chốt đầm bồn. Ta nẹ nâng hand line bà rong bần nà. Hai đứa vậy quát chỉnh châm chúc sờ lạnh nẹ. Ta quát mình miên smart hiệp tế. Nhom cron tại trong khơi. Chúc đầm bồn mình ạch lụ bàn tế. Ta quát nơi tại răng rư ọt. Nẹ chùm nô thmây khai bầm phốt chùm pu ca kiếp sẵn cọt. Chấm chúc mùi ngày tì. Nẹ trơ bần thay prạ tờ lơ xong phì rạ pre vì hi bò đi sốt nâng nẹ bài một tờ tua. Mình dú mình chắp quát nâng bần to bọc tẹ tông mình upi bầy nẹ tiệt. Cùng ỏi quát rốc đầm lái tinh xanh tiệt. Nẹ mình chăm bách bằng riêng nhom rương nịch tề. Nhom squawk sai pu này chi vật cam là ó chừng nẹ. Ca chỉnh chấm chúc cư mình ấy tề. Vì cron tại thà tịp xa cọt thmây nì. Nhom ai đo chun trâm tại pram yôn bần nó không lái ní mình cướp cron sầm rạp thay đầm tề. Vì chỉ ca là ó percent bà nẹ ai lụ chúc chỉ là nẹ trong rốc chùm nô ban bần mán. Nhom ban xua thả ta đầm lái tịp xa thò mà đầm lái đầm lái cứ tràn pê. Mình miến mình u tràn tê nơi chung vinh ní để ai dục chúc ban tràn nhom pê tại cây đầm lái crom hôn để nhom xua bị ngày ní. Ní bằng hang thà tịp xa cứ bẹp ní. Vì có ai miến này thà miến nô nam nẹ ban xóa cung phụ kê chỉ mồn. Nẹ cầm pông kết tràn pê ba mình lụ ngày ní nẹ nâng trơi chùm này prạ bần thay nơi ngày sai vì nâng ô bần lái rồi dạ pê đập ngày cần lá. Lao li pê phơi chùm núi nẹ bần chốt đầm lái đo slap tê. Nhom mìnhប្រញាប់ទិញទេខ្ញុំគិតថាវាទៀបហើយខ្ញុំមិនចាំបាច់លក់វាទេប៉ុន្តែពេលក្រោយអ្នកមករកខ្ញុំវាមិនចាំបាច់មានតម្លៃដូចគ្នាទេកុំចាំលើក្រោយខ្ញុំនឹងមិនស្វែងរកអ្នកទៀតទេខ្ញុំនឹងរកអ្នកម្ដងទៀតមនុស្សវ័យក្មេងកុំតស៊ូជាមួយលុយគ្រាន់តែឆ្លោះជាមួយអ្នកដទៃជ្រូកបានឈានដល់ដំណាក់កាលអគីដេដំបូងបន្តចិញ្ចឹមវាការចំណាយពិតជាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរងចាំអ្នកទទួលមកដល់មាត់ទ្វារអ្នកអាចអនុញ្ញាតឲ្យអ្នកផ្សេងរៀបចំអ្នកបាននឹងហាងលក់សាច់ក្នុងក្រុមហើយគ្រឿងផ្គត់ផ្គង់ទៀងទាត់ប្រហែលជាមិនព្រមទទួលយកវាទេអ្នកត្រូវតែព្យាយាមដើម្បីដឹងពួកគេមិនមករកខ្ញុំទេខ្ញុំនឹងស្វែងរកទីផ្សារដោយខ្លួនឯងចៅវាយចៅតើអ្នកប្រមូលសាច់ជ្រូកនៅទីនេះទេខ្ញុំបានប្រើផលិតផលរបស់ឡាបើមានបញ្ហាជំនួសភ្លាមតើជាកំហុសអ្នកណាអ្នកអាចសាកល្បងជាក្រុមជាមុនសិននេះគឺជាការបញ្ជាទិញកំណត់ត្រាជ្រូកពីចូលដល់ចេញតើអ្នកបានញ៉ាំអ្វីវាត្រូវបានសរសេរចុះនៅពេលដែលការចំសម្ភារៈទាំងនេះត្រូវបានប្រយោជន៍ទេលោកមកព្យាយាម20ពេញចិត្តខ្ញុំនឹងមិនមកម្ដងទៀតទេអ្នកពិតជាមានទំនុកចិត្តណាស់ជ្រូកត្រូវបានចិញ្ចឹមដោយខ្ញុំដឹងច្បាស់ចុះតម្លៃវិញ6យួនក្នុងមួយផោវាថ្លៃជាងឡើយតែអ្នកក៏ទទួលបានប្រាក់ចំណេញផងដែរយល់ព្រមសន្សំ20ផោនជាមុនសិនហើយសាកល្បងវានៅពេលថ្ងៃត្រង់ថ្ងៃនេះសាច់ជ្រូករបស់អ្នកពិតជាល្អជាងឡើយទាំងអស់20គីឡូក្រាមត្រូវបានលក់អស់នៅថ្ងៃត្រង់ទាំងសួរថាតើថ្ងៃនេះដូរសាច់អ្នកគិតថាវាអាចត្រូវបាន100ផោនគុណភាពនៅតែបែបនេះទៅថ្ងៃអនាគតយើងនឹងបន្តសហការចៅហ្វាយចៅខ្ញុំឮថាអ្នកចង់ញ៉ាំសាច់ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកថោកជាង2យន្តហើយអ្វីបានជាអ្នកមិនថោកពីមុននេះអ្វីបានផ្លាស់ប្ដូរយើងបានធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយខ្ញុំនៅតែអាចធ្វើឲ្យអ្នករងទុក្ខដែលអ្នកផ្ញើការពីខែមុនមានខ្លាញ់និងខ្លះគ្មានខ្លាញ់វាពិបាកសម្រាប់ផ្ទះបាយរបស់ខ្ញុំក្នុងការខុសគ្នាប៉ុន្តែគុណភាពដែលផ្ញើដោយ Handline មានស្ថិរភាពណាស់ជាងនេះបន្តិចខ្ញុំនឹងសន្សំបានលើកពេលលក់បន្លែនរណាដឹងថាវគ្គក្រោយនឹងដូចគ្នាខ្ញុំនឹងរងចាំមើលថាតើក្រុមបន្ទាប់ត្រូវបានលើកឡើងឬអត់ឈុតនេះមុនពេលខ្លួនអ្នកក្នុងនាមជាអ្នកជំនួញជាការពិតណាស់ខ្ញុំចូលចិត្តគ្រឿងបន្តែគុណភាពមានតម្លៃតែចាប់ខ្ញុំនឹងបញ្ជាទិញ100ផននេះពី Handley ជាមុនសិនចាប់ពីការចាប់ផ្ដើមរបស់ Boss Chow ក្រុមហ៊ុនជាច្រើនផ្សេងទៀតបានធ្វើតាមហើយបានស្នើសុំកន្លែងវាពិបាកក្នុងការចាប់ផ្ដើមនៅពេលខុសគ្នាប៉ុន្តែឥឡូវនេះពេលនេះទៅវានឹងកាន់តែងាយស្រួលខ្ញុំចង់បានជ្រូកដែលនៅសល់នៅតម្លៃធម្មតាមិននិយាយថាទីផ្សារមិនសូវល្អថ្ងៃនេះអាចលក់បានក្នុងតម្លៃធម្មតាប៉ុន្តែអ្នកត្រូវតែដូចអ្នកទិញផ្សេងទៀតច្រើនតាមដែលអ្នកអាចធ្វើបានពិនិត្យចេញនៅថ្ងៃតែសហប្រតិបត្តិការយូរអង្វែងនាពេលអនាគតជ្រូករបស់អ្នកទាំងអស់មិនចាំបាច់មានកញ្ចប់ខ្ញុំនឹងរក្សាផ្នែកមួយនៃអ្នកទិញហាងលក់សាច់អាំងភោជនីយដ្ឋានតើអ្នកការពារខ្ញុំទេដោយពាក្យថាអ្នកមិនអាចដាក់ពងរបស់អ្នកក្នុងកន្ត្រកតែមួយបានទេពួកឯងសួរខ្ញុំភ្នាល់តម្លៃគាត់ថាវាជាលើកទី1របស់អ្នកដែលចិញ្ចឹមជ្រូកហើយគ្មានការលក់ដូច្នេះគាត់បានសុំឲ្យស្មានតែអ្នកមិនខឹងហេតុអ្វីខ្ញុំខឹងតិចគាត់ចង់ឲ្យខ្ញុំធ្វើបានល្អខ្ញុំនឹងធ្វើជំនួញឲ្យបានល្អហើយគាត់នឹងក្លាយជាមនុស្សតែម្នាក់គត់ដែលខឹងនៅពេលនោះចុះហាន់លីទ្រាំលេងបានហើយខ្ញុំនឹងលក់ឲ្យអ្នកក្នុងតម្លៃទាបទោះវាទាបប៉ុណ្ណាក៏ដោយជ្រូកភាគច្រើនត្រូវបានភោជនីយដ្ឋាននិងកន្លែងលក់សាច់សត្វយកចោលនៅព្រឹកនេះហើយខ្ញុំនឹងទុកនៅសល់ក្នុងតម្លៃធម្មតាប៉ុន្តែអ្នកនៅតែមិនអាចប្រកួតប្រជែងជាមួយអ្នកចិញ្ចឹមជ្រូកថ្មីប្រសិនបើអ្នកមានសមត្ថភាពតស៊ូជាមួយគាត់ហើយខ្ញុំស្ទើរតែទទួលបានអតិថិជនរបស់ខ្ញុំចូលរួមcùngមកវិញហើយពីចាញ់នៅថ្ងៃអនាគតជ្រូកគ្រឿងផ្សំទាំង4កម្លាំងពលកម្មនិងការរំលោះឧបករណ៍ត្រូវបានរួមបញ្ចូលទាំងអស់នៅសល់លុយខ្លះទៀតទោះបីជាខ្ញុំរកលុយមិនបានច្រើនក៏ដោយប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំរកបានដោយការខិតខំប្រឹងប្រែងរបស់ខ្ញុំផ្ទាល់
លីវចាស់គឺជាកាកសំណល់ទោះបីគាត់ឆ្លោះគ្នាក៏មិនបានផលដែរ បន្ទោសអ្នកអតីខ្ញុំមិនខឹងនឹងអ្នកទេហេតុអ្វីខ្ញុំត្រូវបងប្រាក់ឲ្យអ្នកដឹងអ្វីខ្លះ ប្រសិនបើរោងចក្រ Henley Shoe ចាប់ផ្ដើមសាងសង់ Shangelo បានផ្ដល់ប្រាក់ជាង70ក៏ត្រូវបានលក់សោធននិវត្តន៍របស់ខ្ញុំក៏បាត់ដែរអ្នកនៅតែបដិសេធមិនឈប់ ឈប់និយាយថាវាសម្រាប់យើងតើអ្នកកំពុងធ្វើអ្វីជាមួយវ៉ាលីរបស់អ្នកនៅខាងក្រៅខ្ញុំមិនអាចនៅផ្ទះនេះទៀតទេអ្នកបើកឡានទៅឆ្ងាយ គុំត្រឡប់មកម្ដងទៀត តើអ្នកកំពុងធ្វើអ្វីមកវិញខ្ញុំឮអ្នកគិតពីរបៀបធ្វើបាប Henley ជារៀងរាល់ថ្ងៃ ខ្ញុំជាចាស់ទុំរបស់អ្នក វាគ្រាន់តែដោយសារតែអ្នកជាចាស់ទុំរបស់ខ្ញុំដែលខ្ញុំមានអារម្មណ៍ថានៅពេលនោះស្ថានភាពឧក្រិដ្ឋកម្មតម្លៃខ្ពស់ក៏ពួកគេក៏បានញុះញង់អ្នកភូមិឲ្យខ្ចីលុយលាវបញ្ចុះថ្លៃម្ដងទៀត អ្វីដែលមិនបានកើតឡើងដោយអ្នក ស្លាប់របស់អ្នកគឺពិបាកណាស់ មិនក៏ហ៊ាននិយាយជាមួយខ្ញុំបែបនេះ ស្លាប់របស់ខ្ញុំមិនរឹងទេខ្ញុំទើបតែដឹងថាខ្ញុំបានធ្វើអ្វីខុសពីមុនមកខ្ញុំនឹងតាមអ្នកតាមផ្ទះនេះម្ដងទៀតវានឹងកាន់តែអាក្រក់ទៅ រងចាំខ្ញុំនៅក្នុងផ្ទះកញ្ចក់អ្នកក៏ត្រូវចាក់ចេញដែរខ្ញុំនឹងត្រឡប់ទៅផ្ទះឪពុកម្ដាយរបស់ខ្ញុំដើម្បីស្នាក់នៅពេលណាអ្នកនឹងត្រឡប់មកវិញនៅពេលណាសัญลักษณ์ B ទាំងអស់នៅខាងកើតត្រូវបានខ្ញុំនឹងទៅមើលសារមន្ទីរទឹកប្រាក់សម្រាប់ការខិតខំដង្ហើមជាមុនសិនអរគុណដែលឲ្យខ្ញុំធ្វើការនៅស្ថានចិញ្ចឹមជ្រូកប្រាក់ខែបន្ថែមឥឡូវនេះតែអ្នកតែងតែគិតថាខ្ញុំខ្ចីលុយមុននឹងខ្ញុំយល់ច្រឡំចំពោះអ្វីដែលបងប្រុសជានៅតែអាចឲ្យខ្ញុំធ្វើការងារបានអ្វីដែលបានកើតឡើងនៅក្នុងតែអនុវត្តតាមច្បាប់នៅទីនេះបើអ្នកធ្វើការងារបានល្អអ្នកនឹងបានប្រាក់ខែល្អខ្ញុំនឹងទទួលយកអំណោយនេះBoss Chow នឹងបន្ថែមការបញ្ជាទិញមួយទៀតនៅខែក្រោយនេះបើតាមស្ថានភាពលក់កុំបារម្ភអំពីក្រុមទី2ទោះបីផ្ទះចាស់បាត់ទៅហើយប៉ុន្តែជីវិតថ្មីរបស់ខ្ញុំវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ